ជំរាបសួរក៏សួស្តីទៅកាន់ប្រិយមិត្ត Channel ស្ដាប់រន្ធត់ទាំងអស់គ្នាបើមកជួបជាមួយនឹង Admin ម្ដងទៀតហើយនៅក្នុង Channel ស្ដាប់រន្ធត់ដោយក្នុងយប់នេះដែរគឺ Admin បានលើកយកសាច់រឿងរបស់ដំណើររបស់កម្ពុជាអ្នកស្នងគុំទាំង3ដែលជាភាគទី3យកមកនិទានឲ្យបងប្អូនទាំងគ្នាស្ដាប់សម្រាប់បងប្អូនដែលជាអ្នកទស្សនាថ្មីឬក៏បងប្អូនដែលមិនទាន់បានទស្សនាភាគ1ភាគ2ទេបងប្អូនកុំភ្លេចចូលទៅចុចទៅក្នុង Channel របស់ Admin ដើម្បីទស្សនាភាគទី1និងភាគទី2ដើម្បីស្ដាប់ឲ្យដឹងថាសាច់រឿងបានធ្វើដំណើរពីណាទៅណាអញ្ចឹងហើយនៅពេលដែលបងប្អូនស្ដាប់ភាគទី3ហ្នឹងធ្វើឲ្យបងប្អូនកាន់តែជក់ចិត្តជាងមុនអញ្ចឹងមុនទៅចូលទៅក្នុងសាច់រឿងពេញ Admin សំណូមពរឲ្យបងប្អូនជួយចុច Subscribe ក៏ដូចជាចុចរូបកណ្ដឹងជាពិសេសក៏ដូចជាចុច Like និង Comment ជូន Admin ម្នាក់មួយផងណាទុកថាជាកម្លាំងចិត្តជូន Admin នៅក្នុងការបង្កើតវីដេអូជូនបងប្អូនតគ្នាស្ដាប់អញ្ចឹងដើម្បីកុំឲ្យអូសបន្លាយពេលបងប្អូនយូរ Admin សូមនាំអារម្មណ៍បងប្អូនតគ្នាចូលទៅក្នុងស្ដាប់សាច់រឿងភាគទី3បន្ត Hello? Can you see me? អញ្ចឹងសាច់រឿងរបស់យើងគឺបានបន្តមកដល់បងប្រុស3នាក់បន្ទាប់ពីលោកឪចែកឋានទៅលោកឪក៏បានបន្សល់នៅមន្តអាគមឬក៏មន្តវិជ្ជាជាច្រើនទៅកាន់បងប្រុសទាំង3នាក់ហ្នឹងក៏ប៉ុន្តែបងប្រុសទាំង3នាក់ហ្នឹងគាត់រដឹងថាខ្លួនគាត់នឹងចេះវិជ្ជានឹងដល់កម្រិតណាទេអញ្ចឹងកន្លែងនេះ Admin សូមបន្ថែមបងប្អូនទាំងអស់គ្នាបន្តិចថានៅពេលដែលលោកឪបានចែកឋានទៅលោកឪក៏បានបន្សល់នៅបណ្ដាំជាច្រើនសម្រាប់បងទាំង3នាក់ហ្នឹងដោយបណ្ដាំទី1ហ្នឹងគឺលោកឪមិនអោយបងទាំង3នាក់ហ្នឹងរស់នៅក្នុងភូមិតែមួយទេហើយបងទាំង3នាក់ហ្នឹងដាច់ខាតត្រូវតែរស់នៅក្នុងភូមិឆ្ងាយពីគ្នាជាដាច់ខាតនេះគឺជាបណ្ដាំទី1របស់លោកឪហើយបណ្ដាំទី2របស់លោកឪនៅពេលដែលបងទាំង3នាក់ហ្នឹងគាត់ចេះនៅមន្តអាគមឬក៏អាឋានទាំងឡាយហាមដាច់ខាតគឺប្រើអាឋានទាំងអស់ហ្នឹងដើម្បីបម្រើគេឬក៏ដើម្បីហ្នឹងយកផលប្រយោជន៍សម្រាប់ខ្លួនឯងជាពិសេសនៅពេលដែលប្រើអាឋានហ្នឹងទៅធ្វើបាបនរណាម្នាក់ដោយមិនមានហេតុមានផលអញ្ចឹងលោកឪមិនអោយធ្វើបែបនេះដាច់ខាតហើយបណ្ដាំចុងក្រោយអ្នកទាំង3នាក់ហ្នឹងត្រូវតែយកមន្តអាគមឬក៏មន្តវិជ្ជាការដែលលោកឪបន្សល់ទុកឲ្យទាំងប៉ុន្មានហ្នឹងទៅព្យាបាលអ្នកជំងឺក៏ដូចជាអ្នកភូមិទាំងឡាយណាដែលខ្វះលទ្ធភាពដូចជាលោកឪដែលធ្លាប់ជួយអ្នកភូមិអញ្ចឹងដែរអញ្ចឹងក្រោយពីបណ្ដាំរបស់លោកឪហើយធ្វើឲ្យបងទាំង3នាក់ហ្នឹងគាត់ចាំនៅបណ្ដាំហ្នឹងក្រោយពីលោកឪសគត់ទៅអស់រយៈពេល3ខែក្រោយមកលោកបងទាំង3នាក់ហ្នឹងគាត់បានប្រែខ្លួនពីលោកប្អូនឬក៏លោកបងធម្មតាហ្នឹងបានប្រែទៅជាលោកគ្រូអាគម3នាក់ដ៏ខ្លាំងពូកែម្នាក់ព្រោះថាគាត់បានទទួលការស្នងពីលោកឪអញ្ចឹងខែបន្ទាប់ហ្នឹងគឺជាថ្ងៃដែលល្អដែលពួកគាត់ហ្នឹងបានដេញដោលវេលាគ្នាត្រូវដែលចំនឹងថ្ងៃច័ន្ទគឺជាថ្ងៃដើមទ្រព្យដោយមិនបង្អង់យូរពួកបងទាំង3នាក់ហ្នឹងគាត់បានរៀបចំនៅគ្រឿងសម្ភារៈគ្រប់បែបយ៉ាងដើម្បីធ្វើដំណើរចាក់ចេញទៅក្នុងភូមិតាមរៀងខ្លួនដោយភូមិដែលគាត់ត្រូវទៅហ្នឹងគឺមាន3អញ្ចឹងគឺនៅឆ្ងាយគ្នាខ្លាំងមែនទែនតតែជីរទេះខ្សែបើមិនអញ្ចឹងទេគឺជីរទេះគោរទេះក្របីអីបានដល់អញ្ចឹងភូមិទី1ដែលត្រូវជ្រើសរើសមុនគេហ្នឹងគឺបងប៉ែនគាត់បានជ្រើសរើសមុនគេអញ្ចឹងគាត់បានភូមិទី1ដោយភូមិទី1ហ្នឹងរៀងនៅចិត្តទេហើយភូមិបន្ទាប់ហ្នឹងគឺជាភូមិដែលបង្លឹមគាត់អ្នកជ្រើសរើសហើយភូមិចុងក្រោយគេគឺជាភូមិរបស់បងញឹកអញ្ចឹងក្រោយពីពួកគាត់បានធ្វើដំណើរចេញពីវត្តទៅគាត់ក៏បានទៅរកកន្លែងនៅក្នុងភូមិហ្នឹងអញ្ចឹងមកដល់កន្លែងហ្នឹង Admin សូមលើកយកអំពីលោកគ្រូប៉ែនមកនិយាយមុនគេដោយសារតែគាត់ហ្នឹងគឺនៅក្នុងភូមិមុនគេអញ្ចឹងលោកគ្រូប៉ែនពេលដែលធ្វើដំណើរមកដល់នៅក្នុងភូមិហ្នឹងដំបូងឡើយគឺគាត់មិនស្គាល់នរណាគេទាំងអស់ណាមួយលោកគ្រូប៉ែហ្នឹងគាត់មានអត្តចរិតតាំងពីតូចមកគឺគាត់មិនដែលចេះខ្លាចនិងមិនចេះគោរពនរណាឡើយអញ្ចឹងនៅពេលដែលគាត់មកដល់ក្នុងភូមិហ្នឹងគឺគាត់រត់ផ្ទះអត់បាននៅទេមានន័យថាគាត់ព្យាយាមសុំផ្ទះសុំអីគេនៅដែរក៏ប៉ុន្តែនៅកន្លែងហ្នឹងគឺគេអត់ទទួលគាត់ទេគាត់ក៏សម្រេចចិត្តថាទៅនៅវត្តហ្នឹងមករយៈដើម្បីក្សានៅរៀនអាគមរបស់គាត់បន្ថែមបើមិនអញ្ចឹងទេគាត់អាចធ្វើជំនាញរបស់គាត់នៅក្នុងការធ្វើប៉ោតលក់អញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានសិក្សានិងរៀនស្នាក់នៅក្នុងវត្តហ្នឹងមួយរយៈធំរហូតទៅដល់ថ្ងៃមួយហ្នឹងលោកគ្រូប៉ែនហ្នឹងក៏ធ្វើដំណើរចេញពីវត្តទៅតាមបែបធម្មតាទៅក្នុងភូមិលក់ដូរតាមបែបធម្មតាហ្នឹងលក់ដូរប៉ោតរបស់គាត់ហ្នឹងតែចម្លែកថ្ងៃហ្នឹងគឺមានក្រុមមួយក្រុមដែលជាក្រុមជើងកាងប្រចាំភូមិហើយក្រុមហ្នឹងតែងតែធ្វើបាបគេឯងគ្រប់គ្នាតែម្ដងតែដោយសារថ្ងៃហ្នឹងពួកវាហ្នឹងបានធ្វើដំណើរមកដល់ចុងភូមិអញ្ចឹងទៅធ្វើឲ្យឃើញកន្លែងដែលលោកគ្រូប៉ែនហ្នឹង
ហ្នឹងគាត់លក់ប៉ោតនៅកន្លែងហ្នឹងមិនបងអងយូរទេនៅពេលដែលឃើញលោកគ្រូប៉ែនពេលហ្នឹងមុខគាត់រៀងដូចជាឌឺដែរក្មេងស្ទាវទាំងអស់ហ្នឹងក៏ព្យាយាមយកប៉ោតរបស់លោកគ្រូប៉ែនដែលគាត់លក់ហ្នឹងបោះចោលពេញតាមផ្លូវទាំងអស់ហ្នឹងតែម្ដងហើយបង្កជាចលាចលឲ្យមានអ្នកភូមិឯហ្នឹងគេរោមមកមើលពេញហ្នឹងដោយពួកវាហ្នឹងគឺធ្វើបាបលោកគ្រូប៉ែនខ្លាំងមែនទែនលោកគ្រូប៉ែនក្រោយពីនឹកសម្ដីរបស់លោកឪលោកគ្រូប៉ែនក៏មិនចង់ប្រើវិជាទាំងឡាយហ្នឹងទៅលើអាក្មេងដែលមកកោគាត់ហ្នឹងទេតែដោយសារតែពួកវាហ្នឹងគឺចាប់ចងដៃចងជើងគាត់ឲ្យធ្វើបាបគាត់ខ្លាំងមែនទែនរហូតដល់ថ្នាក់លោកគ្រូប៉ែនហ្នឹងគាត់ទ្រាំលែងបានណាព្រាមហ្នឹងលោកគ្រូប៉ែនក៏បានដោះចំណងរួចក៏បានវាយដល់រហូតដល់ថ្នាក់ពួកក្រុមក្មេងស្ទាវទាំងឡាយហ្នឹងរបួសធ្ងន់ទាំងអស់តែម្ដងគុំតែបានអ្នកភូមិជួយខាត់គាត់តាន់ទីកុំអីពួកក្មេងស្ទាវទាំងអស់ហ្នឹងគឺអាចនឹងបាត់បង់ជីវិតទៀតអញ្ចឹងក្រោយពីការបញ្ចេញទ្វេដៃនៅក្នុងការបង្ក្រាបក្មេងស្ទាវនៅក្នុងភូមិហ្នឹងលោកគ្រូប៉ែនហ្នឹងក៏បានទទួលបានគេឈ្មោះល្បីល្បាញពេញនៅក្នុងភូមិហ្នឹងតែម្ដងដោយគេល្បីថាលោកគ្រូប៉ែនតែម្នាក់ទេដែលអាចកំចាត់ក្មេងស្ទាវរហូតដល់10នាក់បានអញ្ចឹងចាប់តាំងពីពេលនោះមកលោកគ្រូប៉ែនហ្នឹងគឺមិនមានអ្នកណាហ៊ានធ្វើបាបគាត់ទេសឹងតែមិនមានអ្នកណាហ៊ានមើលមុខគាត់ទៀតដោយសារតែលោកគ្រូប៉ែនហ្នឹងគាត់បានចេះនៅសិលគិថាឬក៏លក្ខណៈគេហៅថាក្បាច់គុណលបុក្កតោខ្មែរពីបុរាណមកអញ្ចឹងណាអញ្ចឹងមិនយូរប៉ុន្មានហ្នឹងលោកគ្រូប៉ែនហ្នឹងក៏ទទួលបានគេឈ្មោះពីអ្នកភូមិដែលគេដាក់រហស្សនាមឲ្យថាលោកគ្រូប៉ែនទ្វារ8មានន័យថាលោកគ្រូប៉ែនហ្នឹងគាត់ចេះបុក្កតោទ្វារ8ក៏ប៉ុន្តែលោកគ្រូប៉ែនហ្នឹងគឺមិនដែលខ្វល់ខ្វាយជាមួយនឹងសម្ដីរបស់អ្នកភូមិដែលគេលើកមុខលើកមាត់គាត់ទេគាត់តែងតែទៅវត្តហ្នឹងនៅបានតាមបែបធម្មតាអញ្ចឹងដែលគេដឹងថាលោកគ្រូប៉ែនហ្នឹងនៅក្នុងវត្តអញ្ចឹងគឺមានក្មេងៗជាច្រើនហ្នឹងមកសុំរៀនសិលវិជ្ជាពីលោកគ្រូប៉ែនក៏ប៉ុន្តែត្រូវបានលោកគ្រូប៉ែនហ្នឹងគាត់បដិសេធរហូតដែលគាត់ហ្នឹងមិនចង់ចែកវិជ្ជាហ្នឹងទៅក្មេងៗបន្តទៀតទេអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានរស់នៅក្នុងវត្តហ្នឹងរហូតអស់រយៈពេលប្រហែលកន្លះឆ្នាំស្រាប់តែថ្ងៃមួយហ្នឹងគឺមានស្ត្រីប្រហែលអាយុប្រហែលជា40ឆ្នាំម្នាក់គាត់បានរត់មកក្នុងវត្តរួចក៏ក្រាបថ្វាយបង្គំលោកឪដែលប្រាប់ដំណឹងអំពីគ្រួសាររបស់គាត់ត្រូវបានគ្រួសារមួយគ្រួសារទៀតណាបានធ្វើមន្តអាគមខ្មៅដាក់មានន័យថាគេបានប្រើអាថ័ន្នមកលើគ្រួសាររបស់គាត់ដែលគេហ្នឹងបានយកប្តីរបស់គាត់ហ្នឹងទៅបាត់ហើយម្យ៉ាងទៀតហ្នឹងគេបានធ្វើឲ្យកូនគាត់2នាក់ទៀតហ្នឹងបាត់បង់ស្មារតីដូចជាមនុស្សឈួតចឹងនិយាយស្ដីអីគឺមិនដឹងខ្យល់អីទាំងអស់ហើយតែងតែលោតពីលើផ្ទះរហូតអញ្ចឹងដោយសារតែគាត់ហ្នឹងរងទុក្ខវេទនាពេកគាត់ពេលខ្លះគាត់សឹងតែបញ្ចប់ជីវិតរបស់គាត់ម្ដងហើយក៏ប៉ុន្តែដោយសារតែគាត់ហ្នឹងអាណិតកូនគាត់2នាក់ដែលនៅផ្ទះណាមួយកាលមុនណាគាត់គឺជាគ្រួសារម្នាក់ដែលមានជីវភាពហ្នឹងគឺធូរធារខ្លាំងមែនទែនដោយសារតែភាពចំណែនឈ្នានីសរបស់គាត់នឹងហើយទើបធ្វើឲ្យគ្រួសារមួយទៀតហ្នឹងបានទៅរកគ្រូហ្នឹងមកធ្វើមន្តអាគមខ្មៅដាក់ក្រុមគ្រួសារគាត់បន្ថែមតែប៉ុណ្ណោះឯងគេបានខាបយកព្រលឹងប្តីគាត់ឬក៏យកប្តីគាត់ហ្នឹងទៅបាត់ហើយគាត់ហ្នឹងនៅចិញ្ចឹមកូនប្រុស2នាក់ដែលនៅផ្ទះហ្នឹងគឺសិតសឹងតែបាត់បង់ស្មារតីដូចគ្នាតែម្ដងហើយដែលហេតុនេះហើយបានជាគាត់ហ្នឹងរត់មកក្នុងវត្តហ្នឹងដើម្បីពឹងលោកឪក៏ក្រោយពីស្ដាប់អ៊ំស្រីម្នាក់ហ្នឹងគាត់បានរៀបរាប់ចប់មកហើយហ្នឹងលោកឪក៏មានអារម្មណ៍ថាអាណិតអ៊ំស្រីម្នាក់ហ្នឹងខ្លាំងដែរក៏ប៉ុន្តែដោយសារតែលោកឪហ្នឹងគឺស្ថិតនៅក្នុងវត្តមួយដែលកាន់វិន័យខ្លាំងអញ្ចឹងគឺគេមិនអោយនៅក្នុងវត្តហ្នឹងលោកសង្ឃគឺសិក្សាមន្តអាគមវិជ្ជាខ្មៅអីទេអញ្ចឹងហើយបានជាលោកឪហ្នឹងមិនប្រតិបត្តិអាខាងបែបអាគមវិជ្ជាខ្មៅងងឹតចឹងហើយលោកឪក៏សូមអធិស្ឋានទៅកាន់អ៊ំស្រីដែរដោយសារតែលោកឪហ្នឹងគឺមិនកាន់វិជ្ជាអាគមខ្មៅងងឹតអីទេអញ្ចឹងលោកឪក៏មិនដឹងថាដោះស្រាយជូនអ៊ំស្រីម្នាក់ហ្នឹងដោយរបៀបណាដែរអញ្ចឹងអ៊ំស្រីម្នាក់ហ្នឹងក្រោយពីដឹងថាលោកឪមិនមានសមត្ថភាពជួយដោះស្រាយពីបញ្ហារបស់គាត់នៅក្នុងក្រុមគ្រួសាររបស់គាត់ហ្នឹងភ្លាមនឹងអ៊ំស្រីម្នាក់ហ្នឹងគាត់យំបោកខ្លួននៅកន្លែងកុដិរបស់លោកឪនឹងតែម្ដងដោយកូនសិស្សពី3នាក់ក៏គាត់មិនជាប់ដែរដោយសារតែគាត់ហ្នឹងគឺពិបាកនៅក្នុងការរស់នៅខ្លាំងមែនទែនព្រោះថារស់នៅរាល់ថ្ងៃគឺពិបាកជាងស្លាប់ទៅទៀតដោយសារតែព្រលឹងប្តីឬក៏ប្តីរបស់គាត់ហ្នឹងត្រូវគេខាបព្រលឹងទៅបាត់ហើយកូនប្រុសរបស់គាត់ហ្នឹងក៏គេមិនទុកឲ្យជាស្រួលបួលទៀតគេធ្វើបាបដោយបានខាបព្រលឹងកូនប្រុសរបស់គាត់នឹងទៅបាត់ទៀតឲ្យកូនប្រុសរបស់គាត់នឹងរស់នៅដូចជាមនុស្សឈួតចឹងលក្ខណៈថាមានតែរូបរាងកាយនិយាយក៏មិនដឹងអីមិនដឹងខ្យល់អីហើយហូបបាយក៏មិនបានខ្លួនឯងយរួមទៅគាត់ចង់ទៅណាក៏មិនបានទុកឲ្យកូនប្រុស2នាក់នៅផ្ទះតែម្នាក់ឯងនឹងក៏អត់បានទៀតគាត់ថាគឺរស់នៅនឹងពិបាកជាងស្លាប់ទៅទៀតអញ្ចឹងមិនយូរប៉ុន្មានណាលោកគ្រូប៉ែននឹងក៏បានដើរកាត់កុដិរបស់លោកឪហើយលោកគ្រូប៉ែននឹងក៏បានស្ដាប់ឮសម្ដីរបស់អ៊ំស្រីម្នាក់នឹងពីដំបូង
លោកគ្រូប៉ែនឹងក៏គាត់មិនចង់ជួយដែរព្រោះថាចរិតរបស់លោកគ្រូប៉ែនឹងគឺមិនសូវខ្វល់ខ្វាយជាមួយនឹងសុខទុក្ខរបស់អ្នកណាទេក៏ប៉ុន្តែដោយសារតែគាត់នឹងនឹកឃើញសម្ដីរបស់លោកឪដែលជាបណ្ដាំចុងក្រោយរបស់លោកឪដោយនៅពេលដែលឃើញអ្នកណាបញ្ហាតាក់ទងនឹងមុនខ្មៅឬក៏អឋានខ្មៅងងឹតអីហ្នឹងគឺត្រូវតែជួយគេដាច់ខាតក្នុងនាមយើងជាអ្នកជាគុំអញ្ចឹងក្រោយពីលោកគ្រូប៉ែនដើរកាត់ហ្នឹងឮសម្ដីរបស់អ៊ំស្រីម្នាក់ហ្នឹងគាត់ក៏បានដើរទៅក្នុងកុដិរបស់លោកឪរួចគាត់ក៏បានសួររឿងរ៉ាវតាក់ទងទៅនឹងការដាក់អាគមមកកាន់គ្រួសាររបស់គាត់ការដាក់អាគមឬក៏គេប្រើអឋានអីហ្នឹងមកក្រុមគ្រួសាររបស់គាត់ភ្លាមហ្នឹងអ៊ំស្រីក៏បានប្រាប់រឿងរ៉ាវគ្រប់បែបយ៉ាងមកកាន់លោកគ្រូប៉ែនហ្នឹងអញ្ចឹងលោកគ្រូប៉ែនហ្នឹងសឹងតែទប់ទឹកភ្នែកមិនជាប់ដោយសារតែភាពវេទនារបស់អ៊ំស្រីម្នាក់ហ្នឹងគ្រប់បែបយ៉ាងហ្នឹងព្រោះថាក្រុមគ្រួសាររបស់អ៊ំស្រីហ្នឹងគឺស្រឡាញ់គ្នាខ្លាំងមែនទែនហើយបង្កើតបានជាគ្រួសារមួយដែលមានសុភមង្គលខ្លាំងមែនទែនក៏ប៉ុន្តែតាំងពីមានរបៀនអាគមអឋាននេះនឹងប៉ះមកចំគ្រួសារគាត់ហើយទើបធ្វើឲ្យគ្រួសាររបស់គាត់ហ្នឹងធ្លាក់ចូលទៅក្នុងរណ្ដៅមួយដែលពោពេញទៅដោយភាពខ្មៅងងឹតអញ្ចឹងហើយបានជាលោកគ្រូប៉ែនហ្នឹងត្រូវតែលូកដៃនៅក្នុងរឿងនេះដាច់ខាតដោយសារតែលោកគ្រូប៉ែនហ្នឹងគាត់ក្តៅចិត្តខឹងនឹងលោកគ្រូឬក៏អ្នកគ្រូណាទេដែលដាក់អាគមមកខ្មៅហ្នឹងមកកាន់គ្រួសាររបស់អ៊ំស្រីម្នាក់ហ្នឹងជាខ្លាំងដោយគាត់បានសច្ចានៅក្នុងចិត្តថាដាច់ខាតគាត់នឹងលូកដៃនៅក្នុងរឿងនេះដាច់ខាតតែម្ដងហើយគាត់នឹងលេងឲ្យលោកគ្រូដែលដាក់អាគមមកកាន់គ្រួសាររបស់អ៊ំស្រីម្នាក់ហ្នឹងទទួលរងភាពឈឺចាប់ដូចជាគាត់ហ្នឹងបានដាក់អាគមមកកាន់អ៊ំស្រីម្នាក់ហ្នឹងអញ្ចឹងក្រោយពីឮសម្ដីរបស់លោកគ្រូប៉ែនហើយអ៊ំស្រីម្នាក់ហ្នឹងក៏គាត់បានក្រាបថ្វាយបង្គំលោកគ្រូប៉ែនហ្នឹងដល់ដីតែម្ដងសឹងតែគាត់គោរពអរគុណខ្លាំងអញ្ចឹងមិនប្រងងយូរទេលោកគ្រូប៉ែនក៏បានចូលទៅក្នុងកុដិរបស់គាត់ដែលបានស្នាក់នៅជាមួយនឹងលោកសង្ឃនេនប៉ុន្មានអ្នកហ្នឹងគាត់បានទៅបើកគេហៅថាកែដាក់កៅអៅអីហ្នឹងគាត់បានដកយកថង់យាមរបស់គាត់ដែលបានបន្សល់តាំងពីលោកឪហ្នឹងនៅមានបជនអញ្ចឹងថង់យាមរបស់គាត់ហ្នឹងគឺមានរបស់ស័ក្តិសិទ្ធិច្រើនខ្លាំងមែនទែនដែលលោកឪបានបន្សល់ទុកឲ្យហ្នឹងហើយលោកគ្រូប៉ែនហ្នឹងក៏ចង់សាកអាគមដែលគាត់ធ្លាប់រៀនទាំងប៉ុន្មានហ្នឹងទៅលើលោកគ្រូដែលបានដាក់អាគមហ្នឹងមកកាន់លោកអ៊ំស្រីម្នាក់ហ្នឹងមកកាន់គ្រូសោមស្រីម្នាក់ហ្នឹងហើយគាត់ចង់នឹងថាវិជារបស់គាត់ហ្នឹងខ្លាំងកម្រិតណាអញ្ចឹងលោកគ្រូប៉ែនមិនឲ្យចាំដល់ថ្ងៃស្អែកតនទេលោកគ្រូប៉ែនហ្នឹងបានធ្វើដំណើរទៅផ្ទះអ៊ំស្រីហ្នឹងនៅក្នុងថ្ងៃហ្នឹងតែម្ដងភ្លាមហ្នឹងក៏មានលោកសង្ឃពីរបីអង្គគាត់បានតាមទៅមើលពីការធ្វើពិធីរបស់លោកគ្រូប៉ែនដែរដែលគាត់ចង់ដឹងថាលោកគ្រូប៉ែនហ្នឹងគាត់អាចចេះនៅសិលគមនឹងពិតប្រាកដមែនអត់ក្រោយពីលោកគ្រូប៉ែនបានធ្វើដំណើរមកដល់មុខផ្ទះអ៊ំស្រីម្នាក់នឹងភ្លាមលោកគ្រូប៉ែនក៏លាន់មាត់ថាជុំមិនវានាំគ្នាមកច្រើនម៉េះមានន័យថាលោកគ្រូប៉ែននឹងគាត់បានឃើញអ្វីមួយដែលមិនប្រក្រតីនៅក្នុងផ្ទះហ្នឹងអញ្ចឹងអ៊ំស្រីក៏បានសួរលោកគ្រូប៉ែនថាលោកគ្រូឃើញអីមែនលោកគ្រូឃើញអីចម្លែកមែនអញ្ចឹងដោយខ្លាចអ៊ំស្រីនឹងគាត់មានភាពភ័យខ្លាចលោកគ្រូប៉ែនថាអីទេមិនហ្នឹងគាត់លាន់មាត់ច្រឡំឬក៏គាត់ច្រឡំមាត់អីចឹងណាអញ្ចឹងពេលដែលលោកគ្រូប៉ែនមកដល់អ្វីដែលលោកគ្រូប៉ែនឃើញហ្នឹងគឺគាត់ឃើញមាននៅពពួកខ្មោចជាច្រើនដែលគេបានប្រើមកក្នុងផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងហើយលោកគ្រូប៉ែនហ្នឹងគាត់បានសង្កេតឃើញថាជំនាងផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងត្រូវបានគេចងមកដែរអញ្ចឹងមានន័យថានៅក្នុងផ្ទះរបស់អ៊ំស្រីហ្នឹងគឺគេចង់ប្រើខ្មោចអីចូលក្នុងផ្ទះអ៊ំស្រីហ្នឹងក៏បានដែរដោយសារតែជំនាងផ្ទះរបស់អ៊ំស្រីហ្នឹងត្រូវបានគេចងមកដែរអញ្ចឹងជំនាងផ្ទះមិនអាចការពារវិញ្ញាណខ្មោចអាក្រក់ទាំងឡាយហ្នឹងបានទេបានជានៅក្នុងផ្ទះអ៊ំស្រីហ្នឹងបានជាគេបានប្រើខ្មោចមកយ៉ាងច្រើននៅក្នុងផ្ទះហ្នឹងហើយពួកវាហ្នឹងគឺតែងតែបជាកូនរបស់គាត់ហ្នឹងឲ្យធ្វើនេះធ្វើនោះរហូតហើយសង្កេតឃើញថាបលឹងរបស់កូនគាត់ហ្នឹងក៏ត្រូវបានគេចងដែរមានន័យថាកូនគាត់ហ្នឹងគឺមិនមានបលឹងនៅក្នុងខ្លួនទេហើយអ្វីដែលនៅគ្រប់គ្រងនៅក្នុងខ្លួនរបស់កូនគាត់ហ្នឹងគឺមិនមែនជាកូនគាត់ទេគឺជាខ្មោចដែលគេប្រើមកឲ្យចូលទៅក្នុងវិញ្ញាណរបស់ក្មេងប្រុសពីរនាក់ហ្នឹងអញ្ចឹងក្រោយពីឃើញសភាពបែបហ្នឹងអ៊ំស្រីម្នាក់ហ្នឹងគាត់ក៏អង្វរឲ្យលោកគ្រូប៉ែនហ្នឹងជួយគាត់ផងដោយសារតែគាត់ហ្នឹងអត់មានលទ្ធភាពទៅជួលគ្រូគេដទៃទេលោកគ្រូប៉ែនក៏បានប្រាប់អ៊ំស្រីម្នាក់ហ្នឹងថាអញ្ចឹងអ៊ំឯងហ្នឹងនៅចេញចុះចេញពីផ្ទះហ្នឹងទៅទុកលើផ្ទះហ្នឹងឲ្យខ្ញុំបានហើយកូនប្រុសពីរនាក់ហ្នឹងអ៊ំស្រីហ្នឹងជួយចងគាត់លក្ខណៈថាចងដៃចងជើងគាត់ទៅកុំឲ្យកូនប្រុសពីរនាក់ហ្នឹងរត់ចេញពីផ្ទះហ្នឹងបាត់ដោយសារតែលោកគ្រូប៉ែនហ្នឹងត្រូវធ្វើពិធីអាគមដោះស្រាយអីហ្នឹងនៅក្នុងលើផ្ទះហ្នឹងឯងអញ្ចឹងគ្រាន់តែលោកគ្រូប៉ែនដើរទៅដល់លើផ្ទះពួកខ្មោចទាំងហ្នឹងគឺចង់រុញច្រានលោកគ្រូប៉ែនចុះចេញពីលើផ្ទះហ្មងក៏ប៉ុន្តែដោយសារតែ
របស់លោកគ្រូប៉ែននៅក្នុងថងយាមរបស់គាត់សិតតែជារបស់តាន់លក្ខណៈថាជារបស់ដែលខ្លាំងៗណាអញ្ចឹងគ្រាន់តែលោកគ្រូប៉ែនដកថងយាមចេញមកមុខធ្វើឲ្យខ្មោចទាំងអស់ហ្នឹងគឺវាភ័យខ្លាចខ្លាំងមែនទែនវាសឹងតែរត់ចេញហើយក៏ប៉ុន្តែវានៅសំដែងរឹតដែលធ្វើឲ្យលោកគ្រូប៉ែនហ្នឹងគាត់ចង់ភ្ញាក់ម្សាដែរដោយសារតែមើលទៅវាគួរឲ្យខ្លាចខ្លាំងពេកអញ្ចឹងលោកគ្រូប៉ែនគ្រាន់តែឡើងដល់ខាងលើផ្ទះលោកគ្រូប៉ែនក៏បានឈានជើងស្ដាំទៅខាងមុខរួចគាត់ទន្ទ្រាំមកជើងស្ដាំរបស់គាត់ហ្នឹងចំលើផ្ទះហ្នឹងតែម្ដងគ្រាន់តែទ្រាំជើងស្ដាំភ្លាមវិញ្ញាណខ្មោចទាំងឡាយហ្នឹងក៏ព្យាយាមចង់រត់ចេញក៏ប៉ុន្តែលោកគ្រូប៉ែនហ្នឹងបានប្រាប់អ៊ំស្រីម្នាក់ហ្នឹងឲ្យថាឲ្យបិទទ្វារបិទប្រួចអីអស់ណាអញ្ចឹងវារត់តាណាអត់បានទេអញ្ចឹងលោកគ្រូប៉ែនក៏សួរសំណួរជាច្រើនទៅកាន់អាពួកខ្មោចអស់ហ្នឹងក៏ប៉ុន្តែខ្មោចអស់ហ្នឹងមុនដំបូងគឺវាមិនដឹងថាលោកគ្រូប៉ែនហ្នឹងខ្លាំងកម្រិតណាទេវាក៏ចង់សាកជាមួយនឹងលោកគ្រូប៉ែនដែរដោយវានឹងមានគ្នាច្រើនអញ្ចឹងហើយគឺវាចង់រួមរត់លោកគ្រូប៉ែនហ្នឹងដើម្បីធ្វើបាបលោកគ្រូប៉ែនឬក៏យកវិញ្ញាណលោកគ្រូប៉ែនដោយលោកគ្រូប៉ែននឹងងងយូក៏បានដកយកនៅយ័ន្តគិថាឬក៏អាគមរបស់គាត់ទាំងឡាយហ្នឹងចេញពីក្នុងថងយាមមករួចក៏បានធ្វើពិធីនៅក្នុងកន្លែងរបស់គាត់ហ្នឹងលោកគ្រូប៉ែនក៏បានចាប់វិញ្ញាណខ្មោចទាំងអស់ហ្នឹងមកចងនៅម្ដុំលក្ខណៈថាចងជាសមាម្ដុំរបស់គាត់មកដែលគាត់នឹងបានប្រើកូនខ្មោចរបស់លោកគ្រូប៉ែននឹងឲ្យជួយចាប់ចងគ្រាន់តែលោកគ្រូប៉ែនបានចាប់ចងហើយនឹងខ្មោចទាំងអស់នឹងក៏បានស្រែកលក្ខណៈដូចជាសំឡេងមនុស្សធ្ងោអញ្ចឹងធ្វើឲ្យសំឡេងនឹងឮចេញមកខាងក្រៅមកដល់អ៊ំស្រីភ្លាមនឹងក៏គាត់ព្រឺសម្បល់ជាមួយនឹងលោកសង្ឃ2នាក់ទៀតដែរអញ្ចឹងអ៊ំស្រីក៏បានស្រែកសួរលោកគ្រូប៉ែនថាលោកគ្រូមានអីឲ្យខ្ញុំជួយអត់អញ្ចឹងលោកគ្រូប៉ែននឹងក៏បានប្រាប់អ៊ំស្រីថាឲ្យទៅរំពាត់ផ្ដៅមកនេះគាត់វត្តពួកអាខ្មោចនឹងចេញម្ដងអញ្ចឹងអ៊ំស្រីក៏បានបញ្ញាបញ្ញាប់ទៅរកបានផ្ដៅមួយប្រហែលប្រវែងជាងកន្លះម៉ែត្រហ្នឹងហុចឲ្យលោកគ្រូប៉ែនដោយលោកគ្រូប៉ែនហ្នឹងមិនឲ្យអ៊ំស្រីនឹងគាត់ឃើញទេដោយសារតែពួកវាហ្នឹងគួរឲ្យខ្លាចខ្លាំងពេកខ្លាចស្មារតីរបស់អ៊ំស្រីម្នាក់ហ្នឹងគាត់ខ្សោយអញ្ចឹងក្រោយពីបានផ្ដៅហ្នឹងលោកគ្រូប៉ែនហ្នឹងក៏បានសូត្រគាថាឬក៏អាឋានដាក់ផ្ដៅហ្នឹងរួចក៏បានវត្តផ្ដៅនឹងមួយទំហឹងមកធ្វើឲ្យលឺសំឡេងស្រែកនឹងរហូតលឺមកដល់ខាងក្រោមសំបីតែលោកសង្ឃក៏ដូចជាអ៊ំស្រីនឹងក៏មានអារម្មណ៍ថាព្រឺក្បាលខ្លាំងដែរហើយអ៊ំស្រីម្នាក់នឹងក៏លឺសំឡេងរបស់លោកគ្រូប៉ែនសួរលោកគ្រូប៉ែនសួរថាអាណាប្រើឯងមកហ្នឹងឯងធ្វើបាបគេហ្នឹងឯងមានដឹងថាបាបអត់ហើយបលឹងរបស់ពួកឯងហ្នឹងត្រូវនឹងបំរើគេរហូតអត់ពួកឯងមានដឹងអត់ពួកឯងត្រូវបានធ្វើបាបក្រុមគ្រួសារដែលគេមានសុភមង្គលហ្នឹងអស់រយៈពេលយូរឆ្នាំហើយពួកឯងអត់ដឹងថាធ្វើអញ្ចឹងធ្លាក់នៅរូបមិនអាចទៅចាប់ជាតិកើតទេអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានប្រើខ្មោចទាំងអស់ហ្នឹងឲ្យទៅរកម្ចាស់វាវិញហើយឲ្យប្រាប់ម្ចាស់វាថាត្រូវទៅដោះលែងប្តីរបស់អ៊ំស្រីម្នាក់ហ្នឹងក៏ដូចជាប្លឹងរបស់កូនគាត់ពីរនាក់ទៀតហ្នឹងត្រឡប់មកកាន់ផ្ទះគាត់វិញបើមិនចង់ឲ្យលោកគ្រូម្នាក់ហ្នឹងកើតជាឈួតឬក៏កើតជាអាបអីអញ្ចឹងទេព្រោះថាអាគមរបស់លោកគ្រូប៉ែនហ្នឹងខ្លាំងជាងលោកគ្រូម្នាក់ហ្នឹង10ដងទៀតអញ្ចឹងជាធម្មតាអ្នកនរគ្នាអ្នកលេងអាគមគឺអត់ដែរអួតខ្លួនឯងទេក៏ប៉ុន្តែដោយសារនេះគឺជាចរិតពីកំណើតរបស់លោកគ្រូប៉ែនមកបានជាលោកគ្រូប៉ែនគាត់និយាយអញ្ចឹងណាក្រោយពីលោកគ្រូប៉ែនបានពីព្រលឹងខ្មោចទាំងអស់ហ្នឹងហើយគ្រាន់តែលោកគ្រូប៉ែនបើកទ្វារចេញមកអ៊ំស្រីម្នាក់ហ្នឹងក៏ដូចជាលោកសង្ឃ3អង្គទៀតបានឃើញស្រមោលខ្មៅក៏ដូចជាផ្សែងខ្មៅអីម្យ៉ាងទេហោះចេញពីមាត់ទ្វារហ្នឹងហើយសម្ដៅទៅទិសខាងលិចយ៉ាងលឿនខ្លាំងមែនទែនសឹងតែមើលអត់ទាន់ណាអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានបក់ដៃឲ្យអ៊ំស្រីម្នាក់ហ្នឹងឡើងមកលើផ្ទះគាត់មកហើយឲ្យមើលថែកូនប្រុសពីរនាក់គាត់ដោយសន្លប់បាត់ស្មារតីហ្នឹងទៅហើយលោកគ្រូប៉ែនក៏បានប្រាប់អ៊ំស្រីម្នាក់ហ្នឹងថាអ៊ំស្រីម្នាក់ហ្នឹងត្រូវតែមើលថែកូនគាត់នឹងឲ្យដិតដល់ខ្លាំងមែនទែនដោយសារតែចាំមើលថាអាគ្រូម្នាក់ហ្នឹងវាប្រើខ្មោចមកទៀតអត់ឬក៏វាព្រមដោះបលែងបលឹងឬក៏ដូចជាបលែងប្តីឲ្យអ៊ំស្រីនឹងមកវិញអត់បើសិនជាវាមិនឲ្យទេចាំលោកគ្រូប៉ែនឹងរៀបចំពិធីមួយទៀតគឺជាមហាពិធីហ្នឹងដើម្បីឲ្យលោកគ្រូម្នាក់ហ្នឹងដោះលែងបលឹងប្តីរបស់គាត់ក៏ដូចជាប្តីរបស់គាត់ហ្នឹងក៏ដូចជាបលឹងកូនប្រុសរបស់គាត់ពីរនាក់ទៀតហ្នឹងមកជូនគ្រួសារគាត់វិញអញ្ចឹងអ៊ំស្រីម្នាក់ហ្នឹងក្រោយពីដឹងថាលោកគ្រូប៉ែនគាត់ចេះនៅអាគមក៏ដូចជាអាចជួយគាត់បានណាគាត់ក៏ក្រាបថ្វាយអង្គមលោកគ្រូប៉ែនហ្នឹងដល់ដីតែម្ដងហើយគាត់ហ្នឹងក៏ប្រាប់លោកគ្រូប៉ែនថាបើសិនជាគាត់ហ្នឹងណាទទួលបានប្តីរបស់គាត់ក៏ដូចជាកូនប្រុសរបស់គាត់មកវិញបានណាគាត់នឹងប្រគល់ផ្ទះមួយខ្នងហ្នឹងជូនទៅកាន់លោកគ្រូប៉ែនហ្នឹងតែម្ដងតែលោកគ្រូប៉ែនក៏បានបដិសេធជាមួយនឹងអ៊ំស្រីដែលគាត់នឹងបានប្រាប់ថាគាត់មកជួយអ៊ំស្រីនឹងគឺមិនមែនជួយនៅក្នុងការ
ដោះដូរយកនឹងរបស់របរអីទេគាត់គាត់តែជួយអ៊ំស្រីនឹងដើម្បីកុំឲ្យអ៊ំស្រីនឹងជួបទុក្ខរងទុក្ខវេទនាដូចជារស់នៅពិបាកជាងស្លាប់នឹងទៀតព្រោះថាគាត់ឃើញនឹងពិបាកនឹងភ្នែកក៏ប៉ុន្តែអ៊ំស្រីនៅប្រកែកតែជាមួយនឹងលោកគ្រូប៉ែននឹងតែម្ដងអ៊ំស្រីក៏បានប្រាប់លោកគ្រូប៉ែនថាអត់ទេលោកគ្រូប៉ែនខ្ញុំមិនឲ្យលោកគ្រូប៉ែននៅក្នុងជានៃអ្វីទេតែនេះគឺជាទឹកចិត្តដែលចេញពីទឹកចិត្តដ៏ស្អាតស្មោះត្រង់របស់ខ្ញុំដែលត្រូវបានលោកគ្រូប៉ែនជួយណាអញ្ចឹងដោយសារតែមិនអាចបដិសេធបានលោកគ្រូប៉ែនក៏មិនមានមាត់អ្វីទាំងអស់ហើយលោកគ្រូប៉ែនហ្នឹងក៏បានប្រាប់អ៊ំស្រីថាត្រូវថែរក្សាកូនប្រុសពីរនាក់ហ្នឹងឲ្យបានល្អហើយលោកគ្រូប៉ែនហ្នឹងក៏បានរៀបចំជំនាញផ្ទះសារថ្មីតែម្ដងដោយលោកគ្រូប៉ែនហ្នឹងក៏បានមើលជ្រុងជ្រោយផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងណារួចក៏បានដៅជំនាញផ្ទះមួយចំសសរកណ្ដាលហើយក៏បានលោកគ្រូប៉ែនហ្នឹងក៏បានប្រសិទ្ធិចេញនៅជំនាញផ្ទះដ៏កាចមួយហ្នឹងដាក់នៅលើផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងហើយក៏បានប្រាប់ឲ្យអ៊ំស្រីម្នាក់ហ្នឹងណាធ្វើជាប្រភពមួយដាក់នៅក្នុងមុខរបងរបស់ផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងដើម្បីឲ្យប្រភpomម្នាក់ហ្នឹងឬក៏ជាប្រភពមួយហ្នឹងគេការពារទីតាំងជុំវិញផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងមិនឲ្យមានពពួកខ្មោចព្រាយបិសាចឬក៏រោគរាកអ្នកតាណាហ៊ានចូលមកក្នុងផ្ទះហ្នឹងបានទេព្រោះថានៅពេលដែលគេចូលមកដល់ឬក៏គេចង់ចូលផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងគេត្រូវឆ្លងកាត់ប្រភពសិនអញ្ចឹងបានជាលោកគ្រូប៉ែហ្នឹងឲ្យអ៊ំស្រីម្នាក់ហ្នឹងរៀបចំនៅប្រភពដើម្បីដាក់នៅខាងមុខផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងណាហើយប្រភពហ្នឹងគឺរៀបចំដោយលោកគ្រូប៉ែនអញ្ចឹងអ៊ំស្រីក៏ព្រមព្រៀងធ្វើតាមលោកគ្រូប៉ែនគ្រប់បែបយ៉ាងទាំងអស់មិនថាជាលោកគ្រូប៉ែននឹងបានប្រាប់អីមកកាន់គាត់ទេអញ្ចឹងគាត់ក៏បានរៀបចំប្រភពក៏ដូចជាជំនាញផ្ទះតាមបែបលោកគ្រូប៉ែនប្រាប់ហើយលោកគ្រូប៉ែនហ្នឹងក៏បានស្នាក់នៅផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងដែរដែលគាត់ហ្នឹងគឺមិននៅលើផ្ទះទេគាត់ហ្នឹងគឺនៅក្រោមផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងណាដោយសារតែគាត់នឹងនៅចាំការពារព្រោះថាគាត់ហ្នឹងមិនទាន់បានជួយអ៊ំស្រីម្នាក់ហ្នឹងឲ្យបានបលឹងកូនរបស់គាត់ក៏ដូចជាបលឹងប្តីរបស់គាត់ទេព្រោះថាគាត់ហ្នឹងគឺនៅចាំលោកគ្រូម្នាក់ហ្នឹងឬក៏បុគ្គលណាដែលគេចង់ធ្វើអំពើដាក់អ៊ំស្រីម្នាក់ហ្នឹងណាគឺគេបានប្រើខ្មោចមកហ្នឹងគឺគាត់ចាំអាខ្មោចហ្នឹងព្រោះថាបើសិនជាខ្មោចហ្នឹងវាត្រឡប់ទៅម្ចាស់វាវិញហើយវាច្បាស់នឹងនាំសារទៅកាន់ម្ចាស់វាហើយក៏វាបានប្រាប់ពីលោកគ្រូប៉ែនឹងធ្វើមិនដាក់វាខ្លះអញ្ចឹងលោកគ្រូប៉ែនឹងក៏ឲ្យអ៊ំស្រីម្នាក់ហ្នឹងរៀបចំក្រែមួយនៅក្រោមផ្ទះរបស់គាត់ដើម្បីគាត់បានស្នាក់អាស្រ័យនៅមួយរយៈព្រោះថាគាត់ហ្នឹងនៅចាំដោះស្រាយបញ្ហាជូនអ៊ំស្រីហ្នឹងណាអញ្ចឹងអ៊ំស្រីឮថាលោកគ្រូប៉ែនៅផ្ទះរបស់គាត់មករយៈគឺគាត់អរខ្លាំងមែនទែនព្រោះថាគាត់ហ្នឹងគឺរងចាំពាក្យហ្នឹងចេញពីលោកគ្រូប៉ែនយូរហើយព្រោះថាគាត់រស់នៅម្នាក់ឯងគឺមានភាពភ័យខ្លាចផងហើយណាមួយទៀតគឺកូនប្រុសរបស់គាត់ពីរនាក់ហ្នឹងគឺនិយាយស្ដីអត់ដឹងអីទេហើយគាត់ហ្នឹងគឺតែងតែឃើញវិញ្ញាណខ្មោចហ្នឹងគឺរៀងរាល់ថ្ងៃតែងតែធ្វើបាបគាត់រាល់ថ្ងៃអញ្ចឹងសតិគាត់ហ្នឹងក៏ចង់ជាឡប់មកសាដែរក៏ប៉ុន្តែដោយសារតែគាត់គិតដល់កូនគាត់បានជាគាត់ហ្នឹងអាចទប់ស្មារតីដល់ឥឡូវអញ្ចឹងកូនប្រុសរបស់គាត់ពេលដែលបលឹងខ្មោចនឹងចេញអស់ទៅគឺសន្លប់ស្ដោកស្ដឹងតែម្ដងដោយមិនដឹងអ្វីទេហើយលោកគ្រូប៉ែហ្នឹងក៏ឲ្យអ៊ំស្រីម្នាក់ហ្នឹងគឺតែងតែព្យាយាមកាន់នៅសិល5មានន័យថានៅពេលដែលយើងគោរពឬក៏កាន់នៅសិល5មានន័យថាយើងកាន់ឲ្យជាប់លាប់ខ្លាំងមែនទែនអញ្ចឹងគឺមិនមានបលឹងខ្មោចឬក៏វិជាអាគមខ្មៅងងឹតណាគេធ្វើបាបដល់យើងបានទេបើសិនជាយើងកាន់នៅសិល5ហ្នឹងបានជាប់លាប់អញ្ចឹងលោកគ្រូហ្នឹងក៏ឲ្យអ៊ំស្រីម្នាក់ហ្នឹងគាត់បដិបត្តិសិលទៅឲ្យព្យាយាមកាន់សិលហើយក៏ព្យាយាមរៀនមេរៀនពុទ្ធអីចឹងណាព្យាយាមកាន់ធម៌កាន់អាចឹងទៅធ្វើឲ្យអ៊ំស្រីម្នាក់ហ្នឹងគឺគេមិនអាចធ្វើអំពើមកកាន់គាត់បានទៀតទេអញ្ចឹងមិនយូរប៉ុន្មានទេនៅពេលដែលលោកគ្រូប៉ែនបានដោះស្រាយជូនអ៊ំស្រីម្នាក់ហ្នឹងកូនប្រុសរបស់គាត់ហ្នឹងក៏មានអារម្មណ៍ថាគាត់ស្លាប់មែនក៏ប៉ុន្តែគាត់ហ្នឹងគឺមិនមានអាការៈមួយណាដែលមើលទៅគួរឲ្យពិបាកភ្នែកមានន័យថាមើលទៅគឺសភាពយ៉ាប់យ៉ឺននេះទេគឺគាត់នឹងតែងតែលក្ខណៈថាបើកមាត់បច្ចុកបបបច្ចុកអីតាមបែបធម្មតាគ្រាន់តែកូនប្រុសម្នាក់ហ្នឹងគឺមិនបានដឹងខ្លួនអញ្ចឹងលោកគ្រូប៉ែនក្រោយពីចាំអាខ្មោចឬក៏គេប្រាមន្តអាគមខ្មៅងងឹតនឹងមកយូរពេកលោកគ្រូប៉ែនហ្នឹងក៏បានសមាធិឬក៏ធ្វើសមាធិមើលដោយប្រមាលមើលចង់ដឹងថាលោកគ្រូម្នាក់នឹងនៅកន្លែងណាអីកន្លែងណីហើយប្រមាលមើលតាមជើងលេខរបស់គាត់នឹងអ
អញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានប្រមាណមើលថានៅថ្ងៃស្អែកហ្នឹងណាគឺជាថ្ងៃដែលពេញបោអញ្ចឹងគឺជាថ្ងៃដែលលោកគ្រូម្នាក់ហ្នឹងបានប្រើវិញ្ញាណខ្មោចហ្នឹងចេញមករកគាត់ម្ដងទៀតឬក៏មកលេងគាត់ម្ដងទៀតអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានដឹងមុនណាហើយលោកគ្រូប៉ែនក៏បានឲ្យអ៊ំស្រីម្នាក់ហ្នឹងគាត់ទៅរករបស់តាមតែលោកគ្រូប៉ែនប្រាប់អញ្ចឹងអ៊ំស្រីម្នាក់ហ្នឹងមិនដឹងថាលោកគ្រូប៉ែនហ្នឹងគាត់បានប្រើអីទេប្រើយ៉ាងម៉េចក៏ដោយគឺលក្ខណៈថាប្រើបែបម៉េចក៏ដោយក៏អ៊ំស្រីម្នាក់ហ្នឹងគាត់ទៅរកតតាបានមកដែរហើយនេះហើយក៏ជាកម្លាំងចិត្តជួយជំរុញឲ្យលោកគ្រូប៉ែនហ្នឹងគឺចង់ជួយអ៊ំស្រីហ្នឹងកាន់តែខ្លាំងព្រោះថាមនុស្សល្អដូចអ៊ំស្រីហ្នឹងមិនគួរណាជួបដោយពពួកមុនខ្មៅងងឹតបែបហ្នឹងទេអញ្ចឹងមិនយូរប៉ុន្មានហ្នឹងណាថ្ងៃដែលលោកគ្រូប៉ែនរងចាំហ្នឹងក៏បានចូលមកដល់ហើយក៏ជាថ្ងៃដែលលោកគ្រូប៉ែនហ្នឹងបានសាកនៅមុនវិជាការដែលធ្លាប់រៀនជាមួយនឹងលោកឪហ្នឹងកាលពីយូរឆ្នាំមកហើយហ្នឹងអញ្ចឹងនៅក្នុងយប់ហ្នឹងលោកគ្រូប៉ែនឲ្យអ៊ំស្រីម្នាក់ហ្នឹងដាច់ខាតមិនឲ្យបើកទ្វារចេញមកក្រៅមើលគាត់ដាច់ខាតទោះជាឮសំឡេងអ្វីប្លែកឬក៏ឮអ្វីក៏ដោយអញ្ចឹងលោកគ្រូប៉ែនមិនឲ្យអ៊ំស្រីម្នាក់ហ្នឹងចេញមកដោយគ្មានការអនុញ្ញាតពីគាត់ទេហើយនៅតែលើផ្ទះហ្នឹងគឺនៅមើលកូនពីរនាក់ហ្នឹងទៅទុកឲ្យគាត់ម្នាក់ឯងនៅខាងក្រោមហ្នឹងដើម្បីដោះស្រាយនៅបញ្ហាមួយហ្នឹងអញ្ចឹងប្រហែលជាយប់បន្តិចហ្នឹងលោកគ្រូប៉ែនក៏បានសង្កេតឃើញថាគេប្រើនៅខ្មោចពីរគឺជាខ្មោចដែលជាខ្មោចតៃហោងគឺគេបានប្រើមកកាន់ផ្ទះរបស់អ៊ំស្រីម្នាក់នឹងទៀតក៏ប៉ុន្តែរឹតវាលើកហ្នឹងគឺវារៀងខ្លាំងជាងមុនព្រោះថាប្រហែលជាវាទៅហ្នឹងត្រូវបានគេឲ្យស៊ីអីឬក៏គេធ្វើពិធីអីហើយបានជាវាមកហ្នឹងរៀងខ្លាំងជាងមុនក៏ប៉ុន្តែវាអាចចូលមកក្នុងផ្ទះអ៊ំស្រីម្នាក់នឹងបានទេដោយសារតែនៅក្នុងផ្ទះហ្នឹងមានប្រភូមិអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានសង្កេតឃើញថាលោកគ្រូប៉ែនហ្នឹងបានឃើញអ្វីម្យ៉ាងទេនៅខាងមុខផ្ទះរបស់អ៊ំស្រីម្នាក់ហ្នឹងគឺខ្មៅហើយមុខមាត់ហ្នឹងគឺអាក្រក់ខ្លាំងមែនទែនរួចឈរចង្អុលមុខរបស់លោកគ្រូប៉ែនណាចេញពីក្រៅលបងផ្ទះហ្នឹងចោលមកគាត់ហ្នឹងដោយវាមានគ្នាពីរនាក់អញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានស្រែកប្រាប់ទៅកាន់វាវិញថាហើយនៅចាំអញនៅហ្នឹងហើយឯងកម្រិតទៅណាចាំតិចអញទៅលេងឯលើហើយអញ្ចឹងអាខ្មោចពីរហ្នឹងគឺវាអត់ទៅណាទេគឺវានៅឈរនៅមុខកន្លែងហ្នឹងហ្មងហើយចង្អុលមកមុខលោកគ្រូប៉ែនហ្នឹងដោយទឹកមុខមួយគឺវាចង់ស៊ីសាច់លោកគ្រូប៉ែនហ្នឹងតែម្ដងមិនងងយូរលោកគ្រូប៉ែនហ្នឹងក៏បានដកយកផ្ដៅដែលដាក់នៅអាឋានយ័ន្តគិថារបស់លោកគ្រូប៉ែនទាំងប៉ុន្មាននៅក្នុងហ្នឹងក៏បានដាល់សម្ដៅទៅកាន់អាខ្មោចពីរនាក់ហ្នឹងអញ្ចឹងក្រោយគាត់តែលោកគ្រូប៉ែនហ្នឹងធ្វើដំណើរទៅដល់អាខ្មោចពីរនាក់ហ្នឹងខ្មោចពីរនាក់ហ្នឹងក៏វាលក្ខណៈថាដូចជាចង់ខ្លាចរអានឹងលោកគ្រូប៉ែនព្រោះថាលោកគ្រូប៉ែនហ្នឹងអត់ចាញ់រិទ្ធវាអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានវាត់ផ្ដៅហ្នឹងចំខ្មោចពីរនាក់ហ្នឹងហើយក៏ប្រាប់ទៅកាន់ខ្មោចពីរនាក់ហ្នឹងថាហើយប្រាប់ម្ចាស់ឯងឲ្យលេងអីកាជានឹងតិចមកបើមិនអញ្ចឹងទេឯងហ្នឹងនាំអញទៅរកម្ចាស់ឯងហ្មងទៅព្រោះថាអញចង់លេងជាមួយអ្នកខ្លាំងអញ្ចឹងប្រើត្រឹមសម្បត្តិខ្មោចកប៉ិចកប៉ុកហ្នឹងចង់មកកាច់កអញកាច់មិនកើតអញ្ចឹងក្រោយពីឮសម្ដីរបស់លោកគ្រូប៉ែននិយាយអញ្ចឹងអ៊ំស្រីម្នាក់ហ្នឹងនៅលើផ្ទះដែលគាត់ហ្នឹងលបស្ដាប់ឮគាត់ក៏មានអារម្មណ៍ថាភ័យខ្លាចដែរហើយគាត់នឹងក៏បារម្ភពីសុខភាពរបស់លោកគ្រូប៉ែនដែរអញ្ចឹងក្រោយពីអាព្រលឹងខ្មោចហ្នឹងវាត្រឡប់ទៅហ្នឹងគឺអស់រយៈពេលយូរខ្លាំងមែនទែនសឹងថាលោកគ្រូប៉ែនហ្នឹងចាំរយៈពេល2ទៅ3ម៉ោងគឺយូរខ្លាំងណាលោកគ្រូប៉ែនហ្នឹងក៏សម្រាប់ចិត្តថាសម្រាប់ហើយព្រោះថាចាំយូរពេកអញ្ចឹងកំពុងតែសម្រាប់លក់សុកស្រួលហ្នឹងស្រាប់តែមួយសន្ទុះក្រោយមកក៏លឺសំឡេងក្តាំងលក្ខណៈថាលឺសំឡេងដូចជាគេធ្លាក់អីមកពីខាងលើមេឃអញ្ចឹងធ្លាក់អីពីលើមេឃមកចំដបរបស់ផ្ទះបងស្រីម្នាក់ហ្នឹងធ្វើឲ្យលោកគ្រូប៉ែនក៏ដូចជាអ៊ំស្រីម្នាក់ហ្នឹងភ្ញាក់ខ្លាំងមែនទែនអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏ដឹងខ្លួនហើយក៏ស្រែកសួរអ៊ំស្រីម្នាក់ហ្នឹងថាម៉េចលើផ្ទះហ្នឹងមានធ្លាក់អីមែនហើយអ៊ំស្រីម្នាក់ហ្នឹងក៏ឆ្លើយថាអត់មានទេលោកគ្រូអត់មានអីធ្លាក់ទេហើយមិនដឹងចាជាស្អីទេធ្លាក់ចំលើដបផ្ទះបងស្រីម្នាក់ហ្នឹងលក្ខណៈថាអត់ដឹងជាអីទេធ្លាក់នៅលើដបអញ្ចឹងណាស្រាប់មួយសន្ទុះក្រោយមកលោកគ្រូប៉ែនហ្នឹងក៏ឮសំឡេងអ្វីម្យ៉ាងទេនៅខាងក្រោយផ្ទះបងស្រីម្នាក់ហ្នឹងមិនមែននៅក្នុងរបងទេណាគឺនៅខាងក្រោយព្រៃចេកដូចជាឮសំឡេងអ្វីម្យ៉ាងទេលក្ខណៈថាជាសំឡេងកណ្ដឹងគោដូចជាកណ្ដឹងគោហើយមន់ក៏ដូចជាទារបស់អ៊ំស្រីម្នាក់ហ្នឹងគឺផ្អើលពេញទ្រុងតែម្ដងហើយឆ្កែបងស្រីម្នាក់ហ្នឹងគឺព្រោះអត់ឈប់ទេដោយគ្រាន់តែឮសំឡេងកណ្ដឹងគោអ៊ំស្រីម្នាក់ក៏សួរមកកាន់លោកគ្រូប៉ែនវិញថាលោកគ្រូមិនលោកគ្រូឮសលេងកណ្ដឹងគោអញ្ចឹងគេបលែងគោមកចូលផ្ទះយើងអីមែនហើយកដាយប់អញ្ចឹងណាគេបលែងគោមកលោកគ្រូហ្នឹងក៏បានប្រាប់ទៅអ៊ំស្រីម្នាក់ហ្នឹងវិញថាអត់អីទេបងឯងសម្រានទៅទុកឲ្យខ្ញុំអាហ្នឹងមិនមែនជាគោរបស់មនុស្សយើងទេគ្រាន់តែឮថាមិនមែនគោរបស់មនុស្សយើងណា
អ៊ំស្រីម្នាក់ហ្នឹងគាត់ដឹងហើយគាត់ដឹងថាប្រហែលជាគោរបស់គ្រូអាគូមីគេប្រើមកកាន់លោកគ្រូប៉ែនអញ្ចឹងណាអញ្ចឹងគ្រាន់តែឃើញគោបាដែលគេប្រើមកហ្នឹងលោកគ្រូប៉ែនគាត់សើចគាត់ថាអូអាចេះអស់ហើយធ្វើហ្នឹងឯងចេះអស់ហើយធ្វើប្រើគោបាធម្មតាមកចូលហ្នឹងមែនភ្លាមហ្នឹងណាលោកគ្រូប៉ែនក៏បានដកគោបាមកដែរដែលគោបារបស់គាត់ហ្នឹងគឺបោះមកកាន់ខាងមុខផ្ទះបងផ្សេងម្នាក់ហ្នឹងបានប្រែជាគោធម្មតាទេគ្រាន់តែលោកគ្រូប៉ែនបានប្រក់គោនឹងភ្លាមគោនឹងបានប្រែជាគោធម្មតាទៅជាគោមួយដែលមានរត់ធំខ្លាំងមែនទែនរួចវានឹងក៏បានទៅរកផ្ទះរបស់លោកគ្រូម្នាក់ហ្នឹងវាក៏បានធ្វើដំណើរទៅកាន់ផ្ទះលោកគ្រូម្នាក់ហ្នឹងណាអញ្ចឹងដោយធ្វើដំណើរទៅបាត់អស់រយៈពេលរាប់ម៉ោងខ្លាំងមែនទែនហើយលោកគ្រូប៉ែនក៏ដឹងដែរថាគ្រូម្នាក់ហ្នឹងប្រហែលជាចាញ់រិទ្ធរបស់លោកគ្រូប៉ែនហើយគ្រាន់តែលោកគ្រូប៉ែនបានប្រើគោបារបស់លោកគ្រូប៉ែនទៅកំញោញណាលោកគ្រូប៉ែនហ្នឹងបានដឹងស្រេចហើយថាអាគ្រូម្នាក់ហ្នឹងណាប្រហែលជាខ្លាចលោកគ្រូប៉ែនហើយមកទៅព្រោះថាគោបារបស់លោកគ្រូប៉ែនហ្នឹងគឺមិនមែនជាគោបាដែលវាប្រើមកធម្មតាហ្នឹងទេអញ្ចឹងដោយលោកគ្រូប៉ែនហ្នឹងគាត់ចាំអាគុំដែលមេគ្រូម្នាក់ហ្នឹងបានប្រើមកយូរពេកគាត់ហ្នឹងក៏បានសម្រានលក់បាត់ទៅព្រោះថាចាំវាហ្នឹងយូរពេកលក្ខណៈថាចាំយូរខ្លាំងពេកអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏សម្រានលក់បាត់ទៅហើយស្អែកឡើងហ្នឹងក៏បានចូលមកដល់រឿងរ៉ាវរបស់លោកគ្រូប៉ែនដែលប្រើគោឲ្យទៅហ្នឹងគឺអ្នកភូមិគេបានឃើញគ្រប់គ្នាតែម្ដងអញ្ចឹងហើយបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកគ្រូប៉ែនហ្នឹងគឺបានផ្អើលនៅក្នុងភូមិហ្នឹងហើយអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានប្រាប់អ្នកភូមិហ្នឹងដែរថាឲ្យលាក់ព័ត៌មានគាត់ទុកអញ្ចឹងណាព្រោះថាកុំឲ្យលេចលឺទៅដល់លោកគ្រូម្នាក់ទៀតដែលជាសត្រូវរបស់គាត់កណាបើគេដឹងអញ្ចឹងគេអាចដឹងចំណុចខ្សោយរបស់លោកគ្រូប៉ែនហ្នឹងអញ្ចឹងបានជាលោកគ្រូប៉ែនហ្នឹងឲ្យជួយលាក់ការគ្នាទៅព្រោះថាលោកគ្រូប៉ែនហ្នឹងនឹងជួយដោះស្រាយអ៊ំស្រីព្រោះថាអ៊ំស្រីគាត់ជួបវិបត្តិអញ្ចឹងរំលងប្រហែលជាបាន3ថ្ងៃលោកគ្រូប៉ែនហ្នឹងក៏បានស៊ើបដំណឹងតាមរយៈគេឯងពេញហ្នឹងគឺបានដឹងថាផ្ទះរបស់លោកគ្រូដែលធ្វើអាគមដាក់អ៊ំស្រីម្នាក់ហ្នឹងនៅទីតាំងកន្លែងណាហើយគាត់ហ្នឹងទៅរកលោកគ្រូម្នាក់ហ្នឹងតែម្ដងអញ្ចឹងលោកគ្រូប៉ែនហ្នឹងមិនបង្អង់យូរទេដែលមិនឲ្យចាំស្អែកទេគឺទៅថ្ងៃហ្នឹងតែម្ដងព្រោះថាចិត្តរបស់លោកគ្រូប៉ែនហ្នឹងគឺចិត្តឆៅខ្លាំងមែនទែនព្រោះថាគាត់កើតមកតាំងពីគាត់កើតមកគឺលោកគ្រូប៉ែនហ្នឹងគឺអត់ដែលចេះខ្លាចណាគេទេអញ្ចឹងគ្រាន់តែឮដំណឹងថាផ្ទះលោកគ្រូម្នាក់ហ្នឹងនៅកន្លែងណាលោកគ្រូប៉ែនហ្នឹងក៏ទៅរកតែម្ដងដោយជីរទេះតាមដែលអ្នកគេដឹកទៅអ្នកស្រុកគេដឹកទៅអញ្ចឹងគ្រាន់តែទៅដល់ផ្ទះលោកគ្រូម្នាក់ហ្នឹងលោកគ្រូប៉ែនហ្នឹងគាត់មានអារម្មណ៍ថារៀងព្រឺឆ្អឹងខ្នងដែរព្រោះថាមកគ្រាន់តែមកដល់ហ្នឹងគឺគាត់មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏ចង់សាកជាមួយនឹងលោកគ្រូម្នាក់ហ្នឹងដែរដោយគ្រាន់តែទៅដល់ហ្នឹងលោកគ្រូប៉ែនហ្នឹងក៏បន្លំធ្វើជាអ្នកជំងឺធម្មតាដែលចង់ដឹងថានៅក្នុងហ្នឹងគេមានអីគេខ្លះគឺមានអាសនៈមានអីគេមិនខ្លះព្រោះថាបើយើងប្រយុទ្ធជាមួយគេបើយើងដឹងពីសត្រូវច្បាស់អញ្ចឹងយើងកាន់តែមានភាគរយឈ្នះហើយអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានចូលទៅក្នុងផ្ទះរបស់លោកគ្រូម្នាក់ហ្នឹងស្តាប់ពេលទៅដល់ធ្វើឲ្យលោកគ្រូប៉ែនហ្នឹងគាត់មានអារម្មណ៍ថារៀងភ្ញាក់ផ្អើលដែរព្រោះថានៅពេលដែលគាត់រៀនជាមួយនឹងលោកឪអីហ្នឹងហើយក៏ដូចជាជួបជាមួយនឹងលោកគ្រូអាគមដ៏ខ្លាំងម្នាក់គេចេះចិញ្ចឹមខ្លាយហ្នឹងត្រូវបានបង្កាប់ក្រាបដោយលោកឪហ្នឹងក៏សិតតែសឹងតែជាមនុស្សប្រុសដែរតែនៅពេលដែលលោកគ្រូប៉ែនមកដល់នៅក្នុងផ្ទះហ្នឹងស្រាប់តែឃើញជាលោកគ្រូស្រីតែលោកគ្រូស្រីម្នាក់ហ្នឹងគឺមើលទៅមុខអាក្រក់ខ្លាំងមែនទែនក៏ប៉ុន្តែសង្កេតឃើញថាប្តីរបស់អ៊ំស្រីម្នាក់ហ្នឹងគឺនៅបំរើថ្នាក់ថ្នមគ្រូស្រីម្នាក់ហ្នឹងធ្វើឲ្យលោកគ្រូប៉ែនហ្នឹងគាត់មានអារម្មណ៍ថារៀងខឹងដែរក៏ប៉ុន្តែដោយសារតែគាត់ហ្នឹងចង់ដឹងដែរថាគ្រូស្រីហ្នឹងខ្លាំងកម្រិតណាអញ្ចឹងណាអញ្ចឹងគ្រាន់តែលោកគ្រូប៉ែនធ្វើដំណើរទៅមិនទាន់ទាំងបាននិយាយផងហ្នឹងស្រាប់តែគ្រូស្រីម្នាក់ហ្នឹងលេងប្រើសម្ដីមកកាន់លោកគ្រូប៉ែនតែម្ដងលេងប្រើសម្ដីមកកាន់លោកគ្រូប៉ែនតែម្ដងដោយនិយាយថាមិនលេងយប់មុនអត់ឆ្អែតទេឥឡូវចង់មកលេងដល់អាសនៈហ្មងអត់ខ្លាចងាប់ទេអញ្ចឹងគ្រាន់តែលោកគ្រូប៉ែនឮសម្ដីលោកគ្រូម្នាក់ហ្នឹងលោកគ្រូប៉ែនហ្នឹងក៏បាននិយាយដែរថាអើអញអត់ចេះខ្លាចអាណាទេវើយតាំងពីកើតមកអញអត់ដែរចេះខ្លាចអាណាគេទេបើសិនជាចង់លេងសាកអាគមអីសាកបានមួយស្មើលក្ខណៈថាបបួលគេលេងមួយស្មើចិត្តអាសនៈគេហ្មងមានន័យថាលោកគ្រូប៉ែនហ្នឹងគឺអត់ខ្លាចជាមួយគេទេធម្មតាទេអ្នកនរគ្នាអ្នកលេងអាគមគឺគេលេងអាគមពីចងាយក៏ប៉ុន្តែលោកគ្រូប៉ែនហ្នឹងគឺធ្វើដំណើរលេងមកលេងអាគមជាមួយនឹងផ្ទះរបស់លោកគ្រូស្រីម្នាក់ហ្នឹងហ្មងអញ្ចឹងលោកគ្រូស្រីហ្នឹងគ្រាន់តែឮសម្ដីរបស់លោកគ្រូប៉ែនបបួលគ្រូស្រីម្នាក់ហ្នឹងក៏ចង់រៀងអាក់ដែរដោយសារតែលោកគ្រូប៉ែនហ្នឹងក៏និយាយមកដោយភាពជឿជាក់អញ្ចឹងណាអញ្ចឹងលោកគ្រូស្រីម្នាក់ហ្នឹងដោយខ្លាចខ្មាស់កូនសិស្សឬក៏ខ្លាចខ្មាស់អ្នកដែលមកប៉ឹងអញ្ចឹងក៏
ព្រមជាមួយនឹងលោកគ្រូប៉ែនឹងនៅក្នុងការលេងអាគមជាមួយនឹងគ្នាមួយស្មើអញ្ចឹងដោយការលេងហ្នឹងគឺគេលេងនៅពេលយប់ហើយយប់ហ្នឹងគឺចំថ្ងៃដែលពេញបារមីនឹងទៀតអញ្ចឹងលោកគ្រូប៉ែហ្នឹងក៏បានទៅរៀបចំកន្លែងដែលគេលេងអាគមហ្នឹងណាគេលេងពីអាសនៈរបស់គេចំណែកឯលោកគ្រូប៉ែហ្នឹងគឺលេងនៅខាងផ្ទះមួយទៀតដែលនៅឆ្ងាយពីផ្ទះរបស់លោកគ្រូម្នាក់ហ្នឹងដែរព្រោះថាបើយើងលេងនៅក្នុងអាសនៈគេភាគរយចាញ់គេគឺរៀងច្រើនហើយក៏ប៉ុន្តែនៅពេលដែលមុននឹងការលេងហ្នឹងលោកគ្រូប៉ែហ្នឹងក៏បានរៀបចំនៅអាសនៈដែលគាត់ធ្លាប់រៀនជាមួយនឹងលោកឪដែលអាសនៈទាំងហ្នឹងគឺបានឧទ្ទិសទៅដល់លោកឪដែលជាគ្រូដើមរបស់លោកគ្រូប៉ែហ្នឹងអញ្ចឹងលោកគ្រូប៉ែហ្នឹងក៏បានរៀបចំអាសនៈ សូមនីអីសីដែលជាគ្រូខ្ញុំជួយដាស់អាគមមុនយន់កំសែងដាស់លេខអក្សរាសីមាកំផែងអខណ្ឌកំហែងបាទស្ទឹងសង្កែលើកឡើងបែតដានសាដានជួយដុតបញ្ហាលែងវិជាការសំញែងរទ្ធីចុចម្រៀមជើងមួយរំជួយធរណីចុចម្រៀមជើងពីររំទះពេញមេឃចុចម្រៀមជើង3បែកភៀកបាំងខ្លួនចុចម្រៀមជើង4អាកាសរហែក អញ្ចឹងក្រោយពីលោកគ្រូប៉ែនបានរៀបចំអាសនៈហើយលោកគ្រូប៉ែនហ្នឹងក៏មានអារម្មណ៍ថាគាត់នឹងដូចជាមានកម្លាំងជាងមុនចេញពីខាងក្នុងមកហ្មងណាហើយគាត់នឹងមានអារម្មណ៍ថាគាត់នឹងរៀងជឿជាក់ជាងមុនដោយសារតែគាត់នឹងបានរំលឹកគុណដល់លោកឪហើយដែលជាលោកគ្រូដើមរបស់គាត់ណាអញ្ចឹងនៅពេលដែលលោកគ្រូប៉ែននឹងបានគេងនៅក្នុងយប់ហ្នឹងណាលោកគ្រូប៉ែននឹងក៏បានយល់សប្តិអំពីការលេងអាគមដែលលោកគ្រូប៉ែននឹងបានរៀនជាមួយនឹងលោកឪទាំងប៉ុន្មានក៏ដូចជាបងប្រុសពីរនាក់ទៀតណាដែលជាលោកគ្រូដូចគ្នានឹងអញ្ចឹងលោកគ្រូប៉ែននឹងក៏បានរំលឹកវិជ្ជាទាំងប៉ុន្មានហ្នឹងមកចូលក្នុងខ្លួនគាត់នៅក្នុងយល់សប្តិនឹងតែម្ដងដោយវិជ្ជាដែលលោកគ្រូប៉ែនបានរំលឹកដល់ហ្នឹងគឺវិជ្ជាការលេងសត្វនៅពេលដែលលោកឪហ្នឹងលេងសត្វជាមួយនឹងគ្រូអាគមម្នាក់ដែលនៅក្នុងព្រៃហ្នឹងណាអញ្ចឹងក្រោយពីការរំលឹកដល់លោកឪដែលលេងសត្វជាមួយនឹងលោកគ្រូអាគមម្នាក់ហ្នឹងឈ្នះហើយអញ្ចឹងស្អែកឡើងហ្នឹងលោកគ្រូប៉ែនហ្នឹងក៏បានភ្ញាក់ពីដំណេកដោយបញ្ញាបញ្ញាខ្លាំងមែនទែនព្រោះថាកុំឲ្យការយល់សប្តិរបស់គាត់ហ្នឹងភ្លេចភ្លាំងអញ្ចឹងណាគាត់ក៏បានធ្វើតាមពិធីដែលលោកឪហ្នឹងបានធ្វើដាក់ទៅកាន់លោកគ្រូអាគមម្នាក់ហ្នឹងរួចយកឈ្នះគ្រូអាគមម្នាក់ហ្នឹងអញ្ចឹងថ្ងៃហ្នឹងគឺជាថ្ងៃដែលត្រូវលេងអាគមជាមួយនឹងគ្រូស្រីម្នាក់ហ្នឹងហើយការលេងអាគមហ្នឹងគឺគេធ្វើនៅក្នុងអាសនៈរបស់រៀងខ្លួនមានន័យថាលោកគ្រូប៉ែនគឺបានរកផ្ទះមួយនៅគៀកនឹងលោកគ្រូម្នាក់ស្រីម្នាក់ហ្នឹងណាអញ្ចឹងហើយលោកគ្រូប៉ែនហ្នឹងក៏រៀបចំអាសនៈរបស់លោកគ្រូប៉ែនដែរដើម្បីរៀបចំនៅក្នុងការប្រយុទ្ធអាគមជាមួយនឹងគ្រូស្រីម្នាក់ហ្នឹងការចាប់ផ្ដើមសហគមន៍គ្នារវាងលោកគ្រូអាគមជាមួយនឹងអ្នកគ្រូអាគមក៏បានចូលមកដល់ភ្លាមហ្នឹងក៏មានអ្នកស្រុកជាច្រើនហ្នឹងក៏គេមកចោមរោមមើលដែរក៏ប៉ុន្តែលោកគ្រូទាំងពីរហ្នឹងឲ្យអ្នកស្រុកទាំងអស់ហ្នឹងគឺស្ថិតនៅឆ្ងាយពីកន្លែងដែលគ្រូអាគមគេលេងអាគមទៅព្រោះថាខ្លាចអាចខ្ទាតអាគមអីទៅលើអញ្ចឹងណាព្រោះថាអ្នកស្រុកទាំងអស់ហ្នឹងគឺអត់ជាអាគមទេអញ្ចឹងអាគមទី1គ្រូស្រីម្នាក់ហ្នឹងបានប្រើអាឋានដែលក្នុងអាឋានហ្នឹងគឺមានកំបិតណាអញ្ចឹងលោកគ្រូប៉ែហ្នឹងក៏មិនទាន់នឹងត្រៀមខ្លួនហើយផងស្រាប់តែមានកំបិតហ្នឹងហោះមកកាន់លោកគ្រូប៉ែហ្នឹងជាច្រើនក៏ប៉ុន្តែត្រូវលោកគ្រូប៉ែហ្នឹងបានផ្ទុកកំបិតហ្នឹងឲ្យធ្លាក់ចុះមកកន្លែងមុខកន្លែងអាសនៈរបស់លោកគ្រូប៉ែណាគ្រាន់តែលោកគ្រូប៉ែនឃើញកំបិតអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏ភ្ញាក់ខ្លួនដែរគ្រាន់ថាលោកគ្រូប៉ែននឹងមិនទាន់បានត្រៀមខ្លួនផងកំបិតហ្នឹងហោះមកសម្ដៅគាត់បាត់ហើយដំបូងហ្នឹងគាត់ស្មានតែសัตว์អីមួយយ៉ាងទេហោះមកបុកគាត់ក៏ប៉ុន្តែនៅពេលដែលហោះមកបុកគាត់ហ្នឹងគ្រាន់តែធ្លាក់មកក្រោមហ្នឹងគឺជាកំបិតអញ្ចឹងមានន័យថាគេអាចប្រើសัตว์ឲ្យទៅជាកំបិតបានណាគ្រូស្រីម្នាក់ហ្នឹងក៏មិនណយដែរអញ្ចឹងលោកគ្រូប៉ែនហ្នឹងក្រោយពីដឹងថាគ្រូស្រីម្នាក់ហ្នឹងក៏មិនណយលោកគ្រូប៉ែនហ្នឹងក៏បានលេងមួយក្តារជាមួយនឹងគ្រូស្រីម្នាក់ហ្នឹងអញ្ចឹងធម្មតាគេលេងសัตว์តូចៗទៅមុនក៏ប៉ុន្តែលោកគ្រូប៉ែនអត់ទេលោកគ្រូប៉ែនហ្នឹងក៏បានដកស្នែងកបីមួយហើយក៏បានប្រក់ស្នែងកបីហ្នឹងទៅជាកបីអាឋានមួយអញ្ចឹងណាហើយកបីអាឋានហ្នឹងគឺបានទៅដល់អាសនៈរបស់គ្រូស្រីម្នាក់ហ្នឹងហើយបានទន្ទ្រាំពេញអាសនៈរបស់គ្រូស្រីម្នាក់ហ្នឹងធ្វើឲ្យអាសនៈរបស់គ្រូស្រីម្នាក់ហ្នឹងខ្ទេចខ្ទីអស់រលីងតែម្ដងអញ្ចឹងនៅពេលដែលអាសនៈរបស់គ្រូស្រីម្នាក់ហ្នឹងខ្ទេចខ្ទីអាឋានរបស់គ្រូស្រីម្នាក់ហ្នឹងក៏បានចុះខ្សោយអញ្ចឹងនៅពេលដែលអាឋានគ្រូស្រីម្នាក់ហ្នឹងបានចុះខ្សោយលោកគ្រូប៉ែនហ្នឹងក៏បានប្រើនៅសัตว์មួយយ៉ាងទៀតដែលគឺជាសัตว์ដំរីដែលនៅក្នុងក្បួនដំរីអាគមហ្នឹងគឺគេហៅថាដំរីចេញចម្បាំងអញ្ចឹងណាលោកគ្រូប៉ែនហ្នឹងក៏បានដកសัตว์មួយដែលជាសัตว์តំណាងសัตว์ដំរីហ្នឹងគឺជារូបតំណាងសัตว์ដំរីហ្នឹងដកចេញមកខាងក្រៅ
រួចលោកគ្រូប៉ែនឹងក៏បានសោតយ៉ាងយូរខ្លាំងមែនទែនទៅលើសត្វដំរីហ្នឹងនៅពេលដែលបោះសត្វដំរីហ្នឹងទៅលើដីសត្វដំរីដែលជារូបតំណាងហ្នឹងគឺបានប្រែទៅជាដំរីយ៉ាងធំខ្លាំងមែនទែនហើយធ្វើដំណើរទៅកាន់អាសនៈរបស់លោកគ្រូម្នាក់ហ្នឹងគ្រូស្រីម្នាក់ហ្នឹងអញ្ចឹងភ្លាមហ្នឹងគ្រូស្រីម្នាក់ហ្នឹងក៏បានប្រើគោមកទប់ដែរគោបានមកទប់ដែរក៏ប៉ុន្តែទប់អត់ឈ្នះជាមួយនឹងដំរីទេអញ្ចឹងគ្រាន់តែឃើញលោកគ្រូស្រីម្នាក់ហ្នឹងរវល់តែទប់ជាមួយនឹងដំរីរបស់លោកគ្រូប៉ែណាលោកគ្រូប៉ែហ្នឹងក៏បានដកយកគោបាសម្រិតមួយដែលជាគោបាផ្សល់ពីលោកឪនៅពេលលោកឪមានបច្ចុប្បន្នហ្នឹងលោកឪក៏បានចែកគោបា3ឲ្យបងទាំង3នាក់ហ្នឹងម្នាក់មួយអញ្ចឹងចង់បញ្ជាក់ទៅបងប្អូនទាំងគ្នាថារបស់សម្រិតហ្នឹងគឺវាមានប្រសិទ្ធភាពខ្លាំងមែនទែននៅពេលដែលប្រើទៅចំអ្នកដែលគេចេះហាក់គុំណាបើសិនជាសម្រិតនឹងធ្លាក់ទៅចំលោកគ្រូណាឬក៏អ្នកណាដែលគេចេះអាគមនឹងគឺរបស់សម្រិតនឹងគឺវាត្រូវធាតខ្លាំងជាមួយនឹងអាគមនឹងខ្លាំងមែនទែនអញ្ចឹងនៅពេលដែលលោកគ្រូប៉ែនឹងបានប្រើគោបាដែលជាគោបាសម្រិតរបស់គាត់នឹងគោបាសម្រិតនឹងក៏បានបោលយ៉ាងលឿននឹងក៏បុកចំគ្រូស្រីម្នាក់នឹងភ្លាមនឹងសម្លេងស្រែកនឹងក៏បានលឺមកដល់អាសនៈរបស់លោកគ្រូប៉ែនដោយលោកគ្រូប៉ែនឃើញភាពឈឺចាប់របស់គ្រូសេម្នាក់នឹងហើយលោកគ្រូប៉ែននឹងក៏បានប្រើអាគមដោយជាសัตว์កន្លងភ្លាមនឹងអាគមជាសัตว์កន្លងនឹងក៏បានហោះទៅបុកគ្រូសេម្នាក់នឹងទៀតអញ្ចឹងនៅពេលដែលអាគមសัตว์កន្លងដែលបានហោះបុកគ្រូសេម្នាក់នឹងហើយគ្រូសេម្នាក់នឹងក៏បានចុះខ្សោយរួចក៏ដល់ពេលដែលលោកគ្រូប៉ែននឹងបានធ្វើអាគមនឹងចូលទៅកាន់លោកគ្រូអ្នកគ្រូស្រីម្នាក់នឹងអញ្ចឹងអាគមរបស់លោកគ្រូប៉ែននឹងគឺបានដាក់ទៅលើគ្រូស្រីម្នាក់ហ្នឹងច្រើនខ្លាំងមែនទែនធ្វើឲ្យគ្រូស្រីអាគមម្នាក់ហ្នឹងទ្រាំទ្រនឹងទប់ទល់ជាមួយនឹងលោកគ្រូប៉ែនលេងបានហើយនៅពេលដែលទប់ទល់ជាមួយនឹងលោកគ្រូប៉ែននឹងលេងបានគ្រូស្រីម្នាក់ហ្នឹងក៏បានក្អួតឈាមព្រោះចេញមកលើដីហើយភ្លាមហ្នឹងសំឡេងស្រែកហ្នឹងគឺបានគាត់លឺលាន់គាត់បំពងពេញភូមិតែម្ដងអញ្ចឹងដូចជាមានសម្រែកអីស្រែកចេញពីអាសនៈរបស់គ្រូស្រីម្នាក់ហ្នឹងដោយសារតែគ្រូស្រីម្នាក់ហ្នឹងបានចាញ់នៅក្រោមកំដាប់ដៃរបស់លោកគ្រូប៉ែនអញ្ចឹងលោកគ្រូប៉ែនក៏ไปដឹងថាលោកគ្រូស្រីម្នាក់នឹងបានចាញ់ក្រោមកំដាប់ដៃរបស់គ្រូប៉ែនណាលោកគ្រូប៉ែនហ្នឹងក៏បានរត់ចេញពីអាសនៈទៅមើលលោកគ្រូស្រីម្នាក់ហ្នឹងអញ្ចឹងលោកគ្រូស្រីម្នាក់ហ្នឹងនៅពេលដែលលោកគ្រូប៉ែនបានទៅដល់គ្រូស្រីម្នាក់ហ្នឹងគឺបានស្លាប់ហើយបានព្រោះឈាមចេញមកតែម្ដងអញ្ចឹងមានន័យថាអាគមរបស់លោកគ្រូប៉ែនហ្នឹងគឺខ្លាំងក្លាខ្លាំងមែនទែនគ្រាន់តែលេងតាមមិនទាន់ដល់2-3ម៉ោងស្រួលបួលផងគ្រូស្រីម្នាក់ហ្នឹងគឺបានស្លាប់បាត់បង់ជីវិតហើយអ្វីដែលធ្វើឲ្យអ្នកភូមិហ្នឹងគេខ្លាចហ្នឹងដោយសារតែគ្រូស្រីម្នាក់ហ្នឹងនៅពេលដែលស្លាប់ទៅបានដូរពីមុខមាត់ដែលជាមើលមុខមាត់ទៅដូចជារាងស្នំរាងសាដាក៏ប៉ុន្តែនៅពេលដែលស្លាប់ទៅគឺមុខមាត់ហ្នឹងអាក្រក់ខ្លាំងមែនទែនសឹងតែដូចជាខ្មោចព្រាយអញ្ចឹងណាអញ្ចឹងក្រោយពីគ្រូស្រីម្នាក់ហ្នឹងស្លាប់ហើយលោកគ្រូប៉ែនហ្នឹងក៏បានទៅរកវត្ថុឬក៏រកកន្លែងដែលទុកព្រលឹងរបស់កូនប្រុសរបស់គាត់2នាក់ជាមួយនឹងប្តីរបស់គាត់ណាភ្លាមនឹងក្រោយពីរកអស់រយៈពេលមួយសន្ទុះធំដែរបានលោកគ្រូប៉ែននឹងបានរកឃើញកឡដែលជាកឡដែលគេដាក់ដូចជាមានរូបតំណាងរបស់គ្រួសាររបស់អ៊ំសៃម្នាក់នឹងគឺមានកូនប្រុសក៏ដូចជាប្តីរបស់គាត់នឹងអញ្ចឹងនៅពេលដែលលោកគ្រូប៉ែនបានឃើញកឡហ្នឹងលោកគ្រូប៉ែនក៏បានធ្វើពិធីហើយក៏បានសូត្រទៅលើកឡហ្នឹងក៏បានបោកកឡហ្នឹងចេញទៅហើយព្រលឹងហ្នឹងក៏បានបញ្ជូនទៅកាន់រូបរាងកាយដើមរបស់គាត់វិញអញ្ចឹងមានន័យថាប្តីរបស់អ៊ំស្រីម្នាក់ហ្នឹងគឺបានដឹងខ្លួនទៅវិញអញ្ចឹងក្រោយពីដំណឹងដែលលោកគ្រូប៉ែននឹងបានកំចាត់គ្រូអាគមម្នាក់ហ្នឹងណាគ្រូអាគមស្រីម្នាក់ហ្នឹងគឺបានលេចលឺពេញភូមិតែម្ដងក៏ប៉ុន្តែនៅពេលដែលលោកគ្រូប៉ែនបានកំចាត់គ្រូស្រីម្នាក់ហ្នឹងហើយលោកគ្រូប៉ែនហ្នឹងក៏បានឲ្យអ្នកភូមិហ្នឹងរៀបចំបុណ្យសពឲ្យគាត់តាមត្រឹមត្រូវដែរដើម្បីជាការគោរពដល់គាត់ណាហើយក៏ដូចជាការគោរពទៅដល់គុណរបស់លោកឪដែរដែលនៅពេលដែលយើងធ្វើឲ្យនរណាគេចោះចាញ់យើងហើយយើងត្រូវទៅគោរពដល់គេចុងក្រោយហ្នឹងអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានលៃលោកឲ្យអ្នកភូមិហ្នឹងរៀបចំបុណ្យសពឲ្យគ្រូស្រីម្នាក់ហ្នឹងទៅហើយអាសនៈរបស់គ្រូស្រីម្នាក់ហ្នឹងក៏បានលោកគ្រូប៉ែនហ្នឹងបានដុតចោលជាមួយនឹងខ្ទមរបស់គាត់ដែរហើយក៏ដូចជាលោកគ្រូប៉ែនហ្នឹងបានប្រមូលរបស់របរជាច្រើនដែលពាក់ព័ន្ធទៅនឹងអាគមខ្វឹងងឹតដែលអាចនៅប្រើបានណាយកមកទុកតាមខ្លួនរួចលោកគ្រូប៉ែនហ្នឹងក៏បានឆ្ងល់ដែរថាលោកគ្រូស្រីម្នាក់ហ្នឹងគឺមិនមែនអន់ទេព្រោះថារបស់គាត់ហ្នឹងគឺសិតសឹងតែខ្លាំងដែរក៏ប៉ុន្តែដោយសារតែអាគមរបស់គាត់នៅស្ទើរហើយគាត់ហ្នឹងរៀងប្រហើនខ្លាំងដែរហើយហ៊ានធ្វើបាបគេទៀតណាអញ្ចឹងបានជាលោកគ្រូប៉ែនហ្នឹងថារបស់ហ្នឹងគឺខ្លាំងក៏ប៉ុន្តែអ្នកប្រើហ្នឹងគេអត់សូវចេះប្រើអ
អញ្ចឹងហើយបានជាលោកគ្រូប៉ែននឹងអាចយកឈ្នះបានបើសិនជាអ្នកនឹងគេចេះប្រើលោកគ្រូប៉ែននឹងក៏ពិបាកក្នុងការយកឈ្នះលោកគ្រូសីម្នាក់នឹងដែរពុទ្ធថារបស់គេនឹងគឺសុទ្ធសឹងតែជារបស់ស័ក្តិសិទ្ធិមានច្រើនខ្លាំងមែនទែនរួមមានទាំងរូបតំណាងសត្វគោមានទាំងរូបតំណាងសត្វឆ្កែខ្មៅហើយមាននៅកមួនយរួមគឺមានច្រើនខ្លាំងមែនទែនដែលពាក់ព័ន្ធនឹងអាគមខ្មៅងងឹតនឹងក៏ប៉ុន្តែគ្រូសីម្នាក់នឹងគឺមិនមែនប្រើនៅក្នុងន័យជួយគេទេគឺគាត់ប្រើនៅក្នុងន័យដាក់ទៅកាន់គេអញ្ចឹងហើយបានជាលោកគ្រូប៉ែននឹងសម្រេចចិត្តថាត្រូវតែសម្លេះគាត់ចោលហើយបើសិនជាឲ្យមេរៀនទៅគាត់ក៏គាត់មិនរៀងដែរអញ្ចឹងនៅពេលដែលលោកគ្រូប៉ែនបានកំចាត់មេស្រីឬក៏គ្រូអាគមស្រីម្នាក់នឹងហើយបលឹងរបស់ប្តីរបស់គាត់នឹងក៏បានត្រឡប់ទៅកាន់ខ្លួនរបស់គាត់វិញក៏ប៉ុន្តែនៅពេលដែលបលឹងរបស់គាត់នឹងត្រឡប់ទៅកាន់ប្តីរបស់គាត់វិញណាប្តីរបស់គាត់នឹងក៏បានមកផ្ទះតាមបែបធម្មតាក៏ប៉ុន្តែប្តីរបស់គាត់មួយកូនរបស់គាត់នឹងគឺបានលក្ខណៈថានិយាយទៅគឺគាត់អត់ដឹងអីទេគាត់ថាគាត់នឹងបានធ្លាក់ចូលទៅក្នុងភាពខ្មៅងងឹតនឹងអស់រយៈពេលយូរខ្លាំងមែនទែនគាត់ក៏ចង់រកផ្លូវចេញមកវិញដែរតែគាត់រកឃើញទេលក្ខណៈថាគាត់នឹងស្ថិតនៅក្នុងភាពខ្មៅងងឹតលក្ខណៈថាទីកន្លែងនឹងងងឹតឆឹងតែហ្មងណាអញ្ចឹងគាត់នឹងគឺរកផ្លូវមកវិញអត់ឃើញទេអញ្ចឹងហើយបានជាឥឡូវហ្នឹងគឺគាត់ដឹងតាសភាពលក្ខណៈថាគាត់តឹមតែបាត់ទៅរយៈពេល 4-5 ថ្ងៃតែប៉ុណ្្នឹងឯងក៏មិនដឹងថាបាត់ទៅអស់រយៈពេលយូរឆ្នាំអញ្ចឹងទេហើយក៏មិនដឹងថាគ្រូស្រីម្នាក់ហ្នឹងមកយកបលឹងរបស់គាត់ដែរអញ្ចឹងហើយនៅពេលដែលកូនគាត់ជាមួយនឹងប្តីគាត់បានត្រឡប់មកវិញអ៊ំស្រីម្នាក់ហ្នឹងគឺគាត់សប្បាយចិត្តនឹងគាត់អរខ្លាំងមែនទែនហើយគាត់ហ្នឹងក៏បានធ្វើតាមសំណើរបស់គាត់ហ្នឹងណាគឺបានជូនផ្ទះមួយខ្នងហ្នឹងទៅកាន់លោកគ្រូប៉ែនក៏ប៉ុន្តែត្រូវបានលោកគ្រូប៉ែនបដិសេធទោះលោកគ្រូប៉ែនហ្នឹងបដិសេធមិនក៏ដោយក៏គាត់ហ្នឹងនៅតែនិយាយដាច់ខាតហ្មងត្រូវតែជូននឹងលោកគ្រូប៉ែនតែម្ដងអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានផ្ទះមួយខ្នងយ៉ាងស្រស់ស្អាតខ្លាំងមែនទែនក្រោយពីដំណឹងថាលោកគ្រូប៉ែនបានជួយដោះអាគមខ្មៅជាមួយនឹងអ៊ំស្រីម្នាក់នឹងហើយព្រាមនឹងលោកគ្រូប៉ែននឹងក៏បានខ្លាចទៅជាគ្រូអាគមមួយប្រចាំស្រុកនឹងហើយក៏មានភ្ញៀវចិត្តភ្ញៀវឆ្ងាយឬក៏លក្ខណៈថាអ្នកជំងឺមកពីណាពីណីជាច្រើននឹងក៏បានមករកលោកគ្រូប៉ែននឹងដល់ផ្ទះលោកគ្រូប៉ែននឹងក៏មានជាកូនចៅកូនចាប់កូនព្រាបអីនឹងដើម្បីបម្រើថែរក្សាគាត់នឹងហើយលោកគ្រូប៉ែននឹងគាត់តែងតែដោះអំពើឬក៏ដោះអំពើអំពាន់នេះនឹងជាច្រើនអ្នកច្រើនគ្រប់គ្នាតែម្ដងក៏ប៉ុន្តែគឺគាត់អត់យកបច្ច័យទេអ្នកក្រអញ្ចឹងគាត់ដោះតែជូនឥតគិតថ្លៃបើគេអ្នកមានអីអញ្ចឹងគេតែងតែជូនជាបច្ច័យអីអញ្ចឹងណាក៏ប៉ុន្តែលោកគ្រូប៉ែននឹងគឺមិនទាមទារគេទេអញ្ចឹងដោយសារតែអំពើល្អរបស់គ្រូប៉ែននឹងហើយធ្វើឲ្យគេឈ្មោះរបស់គាត់នឹងគឺល្បីសុសសាយពេញភូមិនឹងតែម្ដងសំបីតែលោកឪក៏ដូចជាលោកសង្ឃនៅតាមទីវត្តអារាមអីហ្នឹងណាក៏តែងតែសរសើរលោកគ្រូប៉ែននឹងមិនដាច់ពីមាត់ដែរចំណែកអាការដោះអាគមឬក៏ដោះរបៀនខ្មៅងងឹតអីហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃទៅអាគមរបស់លោកគ្រូប៉ែននឹងក៏កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរអញ្ចឹងលោកគ្រូប៉ែននឹងក៏បានប្រែខ្លួនពីលោកគ្រូធម្មតាទៅជាសម្ដេចព្រះគ្រូអញ្ចឹងមានន័យថាគឺជាកំពូលគ្រូហើយម្យ៉ាងទៀតលោកគ្រូប៉ែននឹងគឺមិនធម្មតាទេគាត់នឹងគឺមានសហគមន៍នៅយ័ន្តគាថាដែលជាបល័យស្បែកគង់នេះហ្នឹងគឺនៅពេញខ្លួនរបស់គាត់ហ្មងចឹងហើយបានជាលោកគ្រូប៉ែនហ្នឹងគាត់អត់ដែលខ្លាចឬក៏អត់ដែលព្រឺសម្បល់ជាមួយនឹងអាគប់ខ្មៅងងឹតអីទេហើយការដោះអាគមរបស់លោកគ្រូប៉ែនហ្នឹងតាមវិធីប្លែកហើយក៏មិនមានអាគមបែបណាដែលលោកគ្រូប៉ែនហ្នឹងមិនដែលដោះបានដែរមិនថាជាអាគមបែបចាមបែបជ្វាបែបខ្មែរឬក៏បែបឥណ្ឌូអីហ្នឹងគឺគាត់ដោះបានទាំងអស់តែម្ដងព្រោះថាលោកគ្រូប៉ែនហ្នឹងគឺជាលោកគ្រូម្នាក់ដែលលក្ខណៈថាជាស៊ាំនៅអាគមអីព្រោះគាត់ដោះរាល់ថ្ងៃអញ្ចឹងថ្ងៃមួយក៏មានលោកសេដ្ឋីម្នាក់បានមកពឹងពាក់ឲ្យលោកគ្រូប៉ែនហ្នឹងដោះស្រាយរឿងរ៉ាវរបស់កូនស្រីគាត់ដែលកូនស្រីគាត់ហ្នឹងបានត្រូវអំពើស្នេហ៍របស់គ្រូណាមិនដឹងទេធ្វើឲ្យកូនគាត់ហ្នឹងគឺលែងមានបលឹងបលះនៅក្នុងខ្លួនហើយការដោះអំពើហ្នឹងគឺស្តៀងនឹងការដែលលោកគ្រូប៉ែនហ្នឹងធ្លាប់ជួយដោះអំពើឲ្យអ៊ំស្រីម្នាក់នៅកាលពី1ឆ្នាំមុនអញ្ចឹងណាអញ្ចឹងលោកគ្រូប៉ែនហ្នឹងមិនបង្អង់យូរទេលោកគ្រូប៉ែនហ្នឹងក៏ឲ្យ
ឲ្យកូនស្រីរបស់លោកសេដ្ឋីម្នាក់ហ្នឹងណាឡើងមកលើផ្ទះរួចក៏គាត់បានរៀបចំពិធីហ្នឹងដោះស្រាយអំពីបញ្ហាស្នេហ៍ហ្នឹងជូនកូនលោកសេដ្ឋីលោកគ្រូប៉ែនប្រើរយៈពេលមិនយូរទេប្រហែលជាមិនដល់1ម៉ោងឬ2ម៉ោងផងស្រាប់តែកូនលោកសេដ្ឋីហ្នឹងក៏បានដឹងខ្លួនដឹងស្មារតីមកធម្មតាវិញអញ្ចឹងមានន័យថាអំពើទាំងឡាយដែលបានដាក់មកលើកូនស្រីរបស់លោកសេដ្ឋីម្នាក់ហ្នឹងគឺបានដោះស្រាយចេញដោយលោកគ្រូប៉ែនអញ្ចឹងលោកគ្រូប៉ែនហ្នឹងក្រោយពីដោះស្រាយឲ្យស្នេហ៍ឲ្យកូនសេដ្ឋីហ្នឹងណាកូនសេដ្ឋីហ្នឹងគឺពេញចិត្តជាមួយនឹងលោកគ្រូប៉ែនហ្នឹងខ្លាំងមែនទែនសឹងថាចង់ឲ្យលោកគ្រូប៉ែនហ្នឹងមានទ្រព្យសម្បត្តិមួយចំណែកធំរបស់លោកសេដ្ឋីហ្នឹងណាក៏ប៉ុន្តែត្រូវបានលោកគ្រូប៉ែនហ្នឹងបដិសេធហើយក៏ប្រាប់ទៅកាន់សេដ្ឋីថាមិនអីទេយកប្រាក់ដែលគាត់ចង់ជួយលោកគ្រូប៉ែនហ្នឹងណាជួយទៅចែកម្លែកទៅជនក្រីក្រឲ្យទៅអញ្ចឹងដំណឹងដែលបានដោះស្រាយបញ្ហាដាក់ស្នេហ៍របស់លោកគ្រូប៉ែនហ្នឹងធ្វើឲ្យគ្រូស្នេហ៍ដែលគេដាក់អាគមមកកាន់កូនស្រីសេដ្ឋីម្នាក់ហ្នឹងណាគឺគេខឹងខ្លាំងមែនទែនដូច្នេះហើយលោកគ្រូស្នេហ៍ដែលគេបានដាក់អាគមស្នេហ៍មកកាន់កូនសេដ្ឋីហ្នឹងគឺគេរិះរកវិធីគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យអ្នកភូមិនៅក្នុងភូមិទាំងឡាយហ្នឹងគឺគេស្អប់មកកាន់លោកគ្រូប៉ែនហ្នឹងអញ្ចឹងមានន័យថាដោយសារតែការដោះស្នេហ៍ទៅកាន់កូនសេដ្ឋីហ្នឹងហើយបានជាធ្វើឲ្យមានគ្រូម្នាក់ទៀតដែលគេជាអ្នកដាក់គេខឹងសម្មានឹងលោកគ្រូប៉ែនហ្នឹងជាខ្លាំងអញ្ចឹងមិនទាន់បានប្រហែលថ្ងៃផងស្រាប់តែមានលោកគ្រូម្នាក់ហ្នឹងបានដើរកាត់ផ្ទះរបស់លោកគ្រូប៉ែនលោកគ្រូប៉ែនក៏ចាប់អារម្មណ៍ដែរក៏ប៉ុន្តែមើលទៅគ្រាន់តែគាត់ហ្នឹងមើលទៅដូចជាគ្រូអាគមអញ្ចឹងណាក៏ប៉ុន្តែលោកគ្រូប៉ែនហ្នឹងអត់ចាប់អារម្មណ៍ទេដោយសារតែគាត់ហ្នឹងគ្រាន់តែដើរកាត់មុខផ្ទះអញ្ចឹងពេលយប់ក៏បានចូលមកដល់លោកគ្រូប៉ែនហ្នឹងក៏ឲ្យកូនសិស្សរបស់គាត់ដែលមានឈ្មោះថាបងវ៉ាន់ហ្នឹងរៀបចំបិទទ្វារផ្ទះដើម្បីចូលសម្រាកកាយសម្រាកអីព្រោះថាគាត់លែងទទួលអ្នកជំងឺទៀតហើយព្រោះដល់ម៉ោងនៃគាត់បិទចឹងណាអញ្ចឹងនៅពេលដែលបងវ៉ាន់ហ្នឹងគាត់រៀបនឹងបិទទ្វារហើយស្រាប់តែគាត់ហ្នឹងឮសំឡេងអ្វីម្យ៉ាងទេបានគប់មកកាន់ទ្វារអញ្ចឹងគ្រាន់តែបងវ៉ាន់ហ្នឹងរៀបនឹងបិទហើយស្រាប់តែឮសំឡេងទាំងដូចជាគេយកអីម្យ៉ាងមកគប់ទីទ្វាររបស់គាត់ចឹងណាភ្លាមនឹងបងវ៉ាន់គាត់ភ្ញាក់ខ្លាំងមែនទែនគាត់ស្មានតែគេហ្នឹងចង់ធ្វើខៀបគាត់ដែលគេយកដុំថ្មដុំអីមកគប់គាត់ចឹងណាអញ្ចឹងលោកគ្រូប៉ែនក៏គាត់ភ្ញាក់ដែរក៏គាត់បានស្រែកសួរបងវ៉ាន់អញ្ចឹងក៏បានស្រែកសួរបងវ៉ាន់ថាចុំមិនមុននឹងមិនធ្លាក់ទ្វារមែនឬក៏អាលុំទ្វារមែនបានជាលឺសំឡេងខ្លាំងម៉េះហើយបងវ៉ាន់ហ្នឹងក៏បានប្រាប់លោកគ្រូប៉ែនថាអត់ដឹងទេលោកគ្រូមុនហ្នឹងដូចជាមានអ្វីម្យ៉ាងទេគប់មកកាន់ខ្ញុំក៏ប៉ុន្តែដោយសារតែខ្ញុំបិទទ្វារទៅវាចំទ្វារហើយពេលដែលខ្ញុំរកមើលអញ្ចឹងគឺអត់ដូចជាមានអីទេដូចអត់មានអីឈូអត់មានអីគឺគប់មកទេអញ្ចឹងលោកគ្រូប៉ែនក៏គាត់សង្ស័យដែរគាត់ក៏ឲ្យបងវ៉ាន់ហ្នឹងណាចុះទៅក្រោមដើម្បីរកមើលថាមានអីគេគប់មកចំអញ្ចឹងណាអញ្ចឹងបងវ៉ាន់ក៏បានចុះទៅក្រោមទៅគាត់ក៏បានឃើញលក្ខណៈថាដូចជាដុំថ្មអញ្ចឹងដូចជាមានដុំថ្មដែលគេផ្គុំចូលគ្នាលក្ខណៈថាប៉ិនម្រាមដៃអញ្ចឹងដូចជា5អញ្ចឹងណាគេផ្គុំចូលគ្នា5ដុំថ្មហើយគេគប់មកកាន់ទ្វាររបស់លោកគ្រូប៉ែនហ្នឹងអញ្ចឹងនៅពេលដែលបងវ៉ាន់យកដុំថ្មហ្នឹងទៅឲ្យលោកគ្រូប៉ែនហើយលោកគ្រូប៉ែនពេលដែលឃើញដុំថ្មភ្លាមហ្នឹងគាត់ក៏ឆ្ងល់ដែរគាត់ថាហេតុអីបានជាគេយកដុំថ្មមកដុំធំអញ្ចឹងមកគប់ចំទ្វារផ្ទះគាត់អញ្ចឹងគេស្អប់មែនគេស្អប់គាត់អីមែនព្រោះថាគាត់ហ្នឹងគឺតែងតែជួយដោះស្រាយបញ្ហាជាមួយនឹងអ្នកភូមិហ្នឹងដោយឥតគិតថ្លៃនោះទេហេតុអីបានជាអ្នកភូមិហ្នឹងគេស្អប់គាត់អញ្ចឹងណាក៏ប៉ុន្តែដោយសារតែលោកគ្រូប៉ែនហ្នឹងគាត់គឺជាមនុស្សម៉ត់ចត់មែនទែនគាត់គាត់តែឃើញនំថ្មហើយបងវ៉ាន់ហ្នឹងមុនដំបូងគាត់ចង់បោះចោលក៏ប៉ុន្តែលោកគ្រូប៉ែនហ្នឹងឲ្យយកគាត់មើលពេលដែលគាត់មើលដំបូងណាគាត់បើកមើលទៅគឺដូចអត់មានអីទេក៏ប៉ុន្តែនៅពេលដែលគាត់យកទៅចាំងចំពន្លឺភ្លើងទៀនណាគាត់ក៏បានឃើញអក្សរអាគមជាច្រើននៅលើដុំថ្មហ្នឹងភ្លាមហ្នឹងគាត់ដឹងហើយថាគេចង់លេងអីមកកាន់លោកគ្រូប៉ែនទៀតហើយលោកគ្រូប៉ែនគ្រាន់តែឃើញអញ្ចឹងគាត់អត់បអងយូរទេគាត់ក៏បានទៅយកអំបោះដែលជាអំបោះអាគមរបស់គាត់ហ្នឹងក៏បានសូត្ររឹតដុំថ្មហ្នឹងដុំថ្មទាំង5ហ្នឹងក៏បានសូត្ររឹតរហូតដល់ដុំថ្មហ្នឹងរលាយបាត់អស់លីងហ្មងអញ្ចឹងបងវ៉ាន់ពេលដែលឃើញអញ្ចឹងក៏គាត់មានអារម្មណ៍ថាភ្ញាក់ខ្លាំងដែរគាត់អត់ដែលឃើញអាភូថែនអញ្ចឹងពីមុនទេក៏ប៉ុន្តែលោកគ្រូប៉ែនហ្នឹងក៏បានប្រាប់បងវ៉ាន់ថានេះមិនមែនជាលើកទី1ទេដែលគាត់បានដោះអាគមបែបហ្នឹងហើយថាលើកហ្នឹងវាអាចនឹងចាញ់យើងហើយព្រោះថាវាគិតថាអាគមហ្នឹងដាក់មកកាន់យើងហ្នឹងវាគិតថាយើងចាញ់អញ្ចឹងណាអញ្ចឹងក្រោយពីលោកគ្រូប៉ែនបាន
រុំដុនថ្មនឹងដោះចេញហើយលោកគ្រូប៉ែនហ្នឹងក៏បានប្រាប់ឲ្យបងបានហ្នឹងប្រញាប់ទៅបិទទ្វារបិទប្រួយទៅព្រោះថាគាត់ហ្នឹងគឺរៀងអស់កម្លាំងហ្នឹងហើយគាត់មានអារម្មណ៍ថាគាត់អស់កម្លាំងគាត់ចង់សម្រាកអញ្ចឹងណាហើយជាទូទៅផ្ទះនៅតាមជនបទអីហ្នឹងគឺគេតែងតែចូលសម្រាកនៅម៉ោង6ម៉ោង7យប់នឹងឯងពីជំនាន់មុនណាផ្ទះពីជំនាន់មុនអញ្ចឹងចម្លែកតែថ្ងៃហ្នឹងនៅពេលដែលបងវ៉ាន់អីហ្នឹងគាត់រៀបចំបិទទ្វារបិទប្រួយអីអស់ហើយលោកគ្រូប៉ែហ្នឹងរៀបនឹងសម្រាកស្រាប់តែដើមឈើនៅជុំវិញផ្ទះលោកគ្រូប៉ែហ្នឹងក៏ឮសំឡេងដូចជាមានអ្វីជ្រុះចឹងជ្រុះទាំងអស់ហ្មងជ្រុះមកស្រោះគ្នាហ្មងដូចជាគ្រុកដូចជាមានអ្វីជ្រុះពីលើដើមឈើចឹងក៏ប៉ុន្តែដើមឈើដែលនៅជុំវិញផ្ទះរបស់លោកគ្រូប៉ែហ្នឹងគឺមិនមែនជាប្រភេទដើមឈើហូបផ្លែទេគឺមានន័យថាដើមឈើហ្នឹងគឺជាដើមឈើសន្លឹកដែលគាត់ដាំឲ្យតិចណាដូចជាមានដើមដែលមិនមែនជាដើមឈើប្រភេទហូបផ្លែមិនមែនជាដើមឈើដើមស្វាយទេក៏ប៉ុន្តែវាមានអីជ្រុះពីលើដើមឈើហ្នឹងដូចជាស្វាយជ្រុះចឹងណាអញ្ចឹងបងវ៉ាន់ក្រោយពីឮសំឡេងបែបហ្នឹងក៏គាត់យកអាសំឡេងហ្នឹងទៅសួរលោកគ្រូប៉ែនដែរលោកគ្រូប៉ែនក៏បានប្រាប់បងវ៉ាន់ថាវាហ្នឹងចាញ់យើងហើយអញ្ចឹងយើងដេកទៅនៅក្នុងយប់ហ្នឹងកុំខ្វល់ខ្វាយព្រោះថាគ្រូដែលបានយកអាគមមកកាន់ដាក់មកកាន់ផ្ទះយើងហ្នឹងគឺវាចាញ់យើងហើយមានន័យថាអាគមដែលវាបានដាក់មកហ្នឹងគឺលោកគ្រូប៉ែហ្នឹងបានដោះហើយបានជាអាគមហ្នឹងវាបានធ្លាក់អញ្ចឹងណាវាដូចជាខ្មោចអីបានធ្លាក់ពីលើដើមឈើអញ្ចឹងបើសិនជាវាប្រើខ្មោចប្រើអីមកកាន់លោកគ្រូប៉ែនហ្នឹងអញ្ចឹងបងវ៉ាន់ក្រោយពីឮសម្ដីលោកគ្រូប៉ែនហើយគាត់ក៏បានរៀបចំដំណេករបស់គាត់ដើម្បីសម្រាកនៅក្នុងយប់ហ្នឹងទៅក្រោយពីលោកគ្រូប៉ែននឹងកំពុងតែសម្រាកណាលោកគ្រូប៉ែននឹងក៏គាត់បានយល់សុបិនឃើញថាគាត់នឹងគឺទទួលបានកូនប្រសាពីសថីហ្នឹងណាគឺកូនដែលគាត់ដោះស្នែងថ្ងៃមុនហ្នឹងណាកូនហ្នឹងគឺស្អាតខ្លាំងមែនទែនដោយសារជាគេកូនសថីអញ្ចឹងគេស្អាតហើយគឺស្អាតខ្លាំងមែនទែនគាត់យល់សប្តិឃើញថាលោកសថីហ្នឹងបានលើកប្រពន្ធហ្នឹងមកឲ្យគាត់ហើយបានចែកចំណែកមកភាគធំហ្នឹងមកឲ្យគាត់ជាមួយនឹងប្រពន្ធរបស់គាត់ណាហើយគាត់នឹងគឺរស់នៅមានក្តីសុខខ្លាំងមែនទែនហើយក៏មានកូនមានអីហើយក៏មានបងវ៉ាន់ហ្នឹងគឺជាអ្នកបម្រើរបស់គាត់និយាយរួមគឺគាត់យកសពពោពេញទៅដោយក្តីសុខខ្លាំងហ្មងក្នុងយប់ហ្នឹងព្រោះថាគាត់មិនដែលយកសពដ៏ល្អអញ្ចឹងពីមុនមកទេក៏ប៉ុន្តែថ្ងៃហ្នឹងហេតុអីបានជាគាត់យកសពដ៏ល្អបែបហ្នឹងអញ្ចឹងកំពុងតែយកសពល្អផងស្រាប់តែលោកគ្រូប៉ែនហ្នឹងបានភ្ញាក់ពីដំណេកដ៏គួរភ្ញាក់ខ្លាំងណាព្រោះថាគាត់ឮសំឡេងមនុស្សច្រើនខ្លាំងមែនទែននៅខាងមុខផ្ទះរបស់គាត់ហ្នឹងអញ្ចឹងលោកគ្រូប៉ែនហ្នឹងក៏បានភ្ញាក់រកបងវ៉ាន់ពេលដែលគាត់ភ្ញាក់ហ្នឹងគឺគាត់បានឃើញបងវ៉ាន់ទេហើយគាត់ហ្នឹងក៏បានប្រញាប់បញ្ញាពាក់កៅអៅហ្នឹងចុះពីលើផ្ទះរបស់គាត់ទៅខាងមុខផ្ទះរបស់គាត់ណាអញ្ចឹងភ្លាមហ្នឹងគឺមានអ្នកភូមិជាច្រើនមែនទែនកំពុងតែកើតភាពក្តៅក្រហាយក៏រួមគ្នាជាមួយនឹងលោកសថីផងដែរហើយលោកសថីហ្នឹងគឺកើតភាពក្តៅក្រហាយខ្លាំងជាងអ្នកភូមិទៀតព្រោះថាអ្នកភូមិក៏ដូចជាលោកសថីទាំងអស់ហ្នឹងគឺបានចោទមកកាន់លោកគ្រូប៉ែនក៏ដូចជាបងវ៉ាន់ហ្នឹងថាគឺជាមនុស្សដែលចិញ្ចឹមអាបធ្មប់នៅក្នុងភូមិរួចក៏បានប្រើអំពើអំព័ន្ធហ្នឹងទៅកាន់កូនលោកសថីហើយឲ្យកូនលោកសថីហ្នឹងធ្វើដំណើរមកកាន់ផ្ទះរបស់លោកគ្រូប៉ែនតែម្នាក់ឯងហើយលោកគ្រូប៉ែនហ្នឹងធ្វើការចាប់មលោបអញ្ចឹងណាក៏ប៉ុន្តែត្រូវបានអ្នកភូមិឃើញតាន់បានជាអ្នកភូមិហ្នឹងគេខាត់អ្នកនាងដែលជាកូនរបស់សថីនឹងបានអញ្ចឹងលោកគ្រូប៉ែនក្រោយពីឮសម្ដីរបស់អ្នកភូមិអញ្ចឹងគាត់ក៏ព្យាយាមប្រកែកយ៉ាងដាច់អហង្ការដែរក៏ប៉ុន្តែអ្នកភូមិទាំងអស់ហ្នឹងគឺអត់បានស្ដាប់សម្ដីរបស់លោកគ្រូប៉ែនទេចំណែកឯលោកសថីហ្នឹងក៏បានខឹងលោកគ្រូប៉ែនជាខ្លាំងក៏ចង់ប្រើឲ្យកូនចៅរបស់គាត់ចាប់លោកគ្រូប៉ែននៅក្នុងយប់ហ្នឹងដែរក៏ប៉ុន្តែត្រូវបានមេភូមិខាត់មេភូមិហ្នឹងក៏បានប្រាប់លោកគ្រូប៉ែនក៏បានសួរនាំទៅកាន់លោកគ្រូប៉ែនដែរលោកគ្រូប៉ែនហ្នឹងក៏ប្រឹងប្រកែកទៅកាន់អ្នកភូមិនឹងដែរដូចថាមិញហ្នឹងគឺគាត់បានដេកគឺមិនដឹងខ្លួនអីទេហេតុអីបានជាមកចោតគាត់ទាំងកំរោលទាំងអស់គ្នាអញ្ចឹងសូម្បីតែកៅអៅគាត់ហ្នឹងក៏មិនទាន់បានពាក់រួចរាល់ដែរស្រាប់តែមានអ្នកភូមិពីរនាក់ទៀតក៏បានស្រែកមកចោតលោកគ្រូប៉ែននឹងជាខ្លាំងដោយបានស្រែកប្រាប់ទៅកាន់លោកគ្រូប៉ែនថាមុនហ្នឹងបើសិនជាពួកគាត់មិនបានឃើញអ្នកនាងនឹងទេអ្នកនាងដែលជាកូនរបស់លោកសថីនឹងទេប្រហែលជាអ្នកនាងនឹងបានឡើងទៅលើផ្ទះលោកគ្រូប៉ែនហើយលោកគ្រូប៉ែននឹងចាំលបអ្នកនាងនឹងតែម្ដងអញ្ចឹងលោកគ្រូប៉ែននឹងគឺគាត់ខឹងនឹងអ្នកភូមិនឹងជាខ្លាំងក៏ប៉ុន្តែដោយសារតែគាត់នឹងគឺមានគ្នាតែពីរនាក់អញ្ចឹងគាត់ខំប្រកែកយកឈ្នះមិនក៏ដោយក៏គាត់នឹងគឺប្រកែកអត់បានទេអញ្ចឹងដែលគាត់នឹងនឹកឃើញអាដុំថ្មដែលគេបានចាយន់អាគុំហ្នឹងណានឹង
និងសំឡេងដែលបានធ្លាក់ជុំវិញផ្ទះរបស់លោកគ្រូប៉ែនឹងអញ្ចឹងលោកគ្រូប៉ែនឹងក៏ដឹងថាគាត់នឹងបានចាញ់ល្បិចរបស់លោកគ្រូអាគមម្នាក់ដែលដើរកាត់ផ្ទះគាត់យប់មុនហ្នឹងហើយរួចគាត់ក៏បានបកស្រាយរឿងរ៉ាវហ្នឹងទៅកាន់ប្រាប់ទៅកាន់អ្នកភូមិដែរដែលគាត់នឹងគិតថាបានឃើញអាថ្មអីហ្នឹងគប់មកកាន់គាត់បានជាឲ្យគាត់នឹងដោះស្រាយអាគុំជាមួយអាថ្មនឹងហើយបានជាគាត់នឹងផ្លាត់ដៃកាន់ដោយផ្ទាល់អញ្ចឹងហើយបានជាអាគុំនឹងធ្វើឲ្យគាត់សម្បិនល្អលងលក់ដាក់ដឹងខ្យល់អីចឹងហើយបានជាគាត់នឹងក៏មិនដឹងថាអ្នកនាងនឹងបានធ្វើដំណើរមកកាន់ផ្ទះគាត់ដែរព្រោះថាយប់ល្ងាចមិញហ្នឹងគឺគាត់បានដោះស្រាយដោះអាគុំហ្នឹងគឺចេញពីអ្នកនាងហើយក៏ប៉ុន្តែក៏មិនដឹងថាអ្នកនាងហ្នឹងនៅតែត្រូវបោះគ្រូម្នាក់ហ្នឹងទេហើយគ្រូម្នាក់ហ្នឹងបានប្រហែលជាប្រើកូនស្រីលោកសិទ្ធិហ្នឹងឲ្យធ្វើដំណើរមកកាន់ផ្ទះលោកគ្រូប៉ែណៃចឹងអ្នកភូមិនៅតែមិនជឿអ្នកភូមិតែលើកអំណាចថាវាមិនដែរគ្រូអាគុំណាគេប្រើកូនលោកសិទ្ធិហ្នឹងឲ្យមកកាន់ផ្ទះលោកគ្រូប៉ែហ្នឹងហេតុអីបានគេមិនប្រើឲ្យកូនលោកសិទ្ធិហ្នឹងទៅកាន់ផ្ទះគ្រូគេទៅបើគេចង់ចាប់កូនលោកសិទ្ធិមែននោះអញ្ចឹងលោកគ្រូប៉ែហ្នឹងដោយមិនមានអំណាចអីជាមួយនឹងអ្នកភូមិលក្ខណៈថាទូគាត់ខំបកស្រាយមិនក៏ដោយលក្ខណៈថាគេធ្វើគុណ100សំពៅអញ្ចឹងណាទោះមួយចូលទៅអាលីអស់មានន័យថាទោះជាលោកគ្រូប៉ែហ្នឹងចង់ធ្វើគុណដាក់អ្នកភូមិនឹងរាប់ឆ្នាំក៏ដោយសម្បីតែ 1% នៃការសាងកំហុសរបស់លោកគ្រូប៉ែនឹងហើយក៏មិនមែនជាកំហុសរបស់លោកគ្រូប៉ែដែរនឹងគឺជាការស្នាដៃរបស់លោកគ្រូផ្សេងនៃគេចង់សាកគុំមកកាន់លោកគ្រូប៉ែណាដោយអ្នកភូមិនឹងមិនទាន់ច្បាស់ផងអ្នកភូមិនឹងក៏សម្រុកគ្នាមកធ្វើបាបឬក៏មកចោទប្រកាន់លោកគ្រូប៉ែនដោយគ្មានលក្ខណៈថាគ្មានផុសតាងគ្មានអីត្រឹមត្រូវអញ្ចឹងដោយលោកមេភូមិនឹងគឺគាត់អត់អាចរក្សាលោកគ្រូប៉ែនបានព្រោះថាមេភូមិនឹងក៏ស្រឡាញ់លោកគ្រូប៉ែនដែរព្រោះគាត់ខំដោះស្រាយបញ្ហាអាគមដែលពាក់ព័ន្ធទៅនឹងអាគមខ្មៅងងឹតក៏ដូចជាមើលជំងឺអ្នកជំងឺពាក់ព័ន្ធទៅនឹងថ្នាំបុរាណខ្មែរហ្នឹងគឺលោកគ្រូប៉ែនឹងក៏មិនដែរយកលុយអីទេក៏ប៉ុន្តែហេតុអីបានជាបញ្ហាដែលមិនទាន់ដឹងច្បាស់ផងហើយក៏មិនដឹងថាអ្នកនាងនឹងធ្វើដំណើរមកធ្វើអីផងហេតុអីបានជានាំគ្នាចោទគាត់ចឹងអញ្ចឹងដោយដំណោះស្រាយដែលល្អបំផុតសម្រាប់លោកគ្រូប៉ែហ្នឹងគឺមេភូមិតម្រូវឲ្យលោកគ្រូប៉ែហ្នឹងណាគឺនាំឲ្យលោកគ្រូប៉ែហ្នឹងធ្វើដំណើរចាក់ចេញពីភូមិហ្នឹងទាំងយប់តែម្ដងទៅព្រោះថាកុំឲ្យអ្នកភូមិហ្នឹងគេងើបតន់នៅពេលព្រឹកចឹងបើសិនជាអ្នកភូមិទាំងអស់គ្នាគេងើបតន់ពេលព្រឹកចឹងទៅខ្លាចអ្នកភូមិហ្នឹងគេខាត់មិនឲ្យលោកគ្រូប៉ែហ្នឹងចេញពីភូមិរួចព្រោះថាអ្នកភូមិហ្នឹងកំពុងតែកើនកំណៅកើនកំហឹងចឹងណាអញ្ចឹងដោយមិនអាចបកស្រាយជាមួយនឹងអ្នកភូមិនៅក្នុងភូមិហ្នឹងបានលោកគ្រូប៉ែហ្នឹងក៏នាំបង្វ៉ាន់ក៏ដូចជារទេះគោរបស់គាត់ហ្នឹងណាជាមួយនឹងស្បៀងអាហារក៏ដូចជាទ្រព្យសម្បត្តិរបស់គាត់ហ្នឹងចាក់ចេញពីផ្ទះដែលជាទីជម្រកដ៏គួរឲ្យស្រឡាញ់របស់គាត់ហ្នឹងចេញពីក្នុងភូមិហ្នឹងទៅទាំងយប់តែម្ដងអញ្ចឹងនៅពេលដែលធ្វើដំណើរហ្នឹងណាលោកគ្រូប៉ែនក៏បានរំលឹករឿងរ៉ាវដែលគាត់បានជួបហ្នឹងប្រាប់បង្វ៉ាន់ដែរតែគាត់ហ្នឹងគឺមានកូនសិស្សតែម្នាក់ទេគឺជាបង្វ៉ាន់ហ្នឹងហើយអញ្ចឹងគាត់បានប្រាប់បង្វ៉ាន់ថាអាដុំថ្មដែលបោះមកយើងយប់មុនហ្នឹងណាយប់មិញហ្នឹងគឺល្ងាចមិញណាមានន័យថាអាដុំថ្មដែលបង្វ៉ាន់បានឃើញហ្នឹងគឺជាដុំថ្មដែលគេចាអាឋាននៅក្នុងហ្នឹងអញ្ចឹងនៅពេលដែលយើងដោះអាដុំថ្មឬក៏ដោះអាឋានចេញពីដុំថ្មហ្នឹងចេញហើយយើងបានកាន់ដៃវាផ្ទាល់ហើយអញ្ចឹងអាឋានហ្នឹងក៏បានចូលតាមជាបតាមខ្លួនយើងអញ្ចឹងដោយសារតែអាគ្រូអាគមម្នាក់ហ្នឹងដឹងថាយើងចេះដោះអញ្ចឹងបានគេប្រើអាឋាន2តង់ណាបានដោះមួយតង់ហើយនៅមួយតង់ទៀតអញ្ចឹងហើយបានជាឲ្យលោកគ្រូប៉ែហ្នឹងគាត់បានលងលក់ជាមួយនឹងបង្វ៉ាន់ហ្នឹងដោយយុទ្ធសពល្អទាំងពីរនាក់តែម្ដងបង្វ៉ាន់ហ្នឹងក៏យល់សពដូចជាមួយនឹងលោកគ្រូប៉ែហ្នឹងដែរថាមានកូនស្រីសិទ្ធិហ្នឹងគេបានលើកឲ្យមកកាន់គាត់ទទួលបានទ្រព្យសម្បត្តិអីណាហើយក៏ឲ្យលោកគ្រូប៉ែហ្នឹងទៅនៅផ្ទះជាមួយនឹងបង្វ៉ាន់អីហ្នឹងក៏យល់សពដូចគ្នាអញ្ចឹងបែបបិទតែម្ដងអញ្ចឹងហើយបានជាលោកគ្រូប៉ែហ្នឹងបានដឹងថាលោកគ្រូប៉ែហ្នឹងចាញ់ល្បិចគេហើយអញ្ចឹងលោកគ្រូប៉ែហ្នឹងក៏បានធ្វើដំណើរចាក់ចេញពីភូមិហ្នឹងទៅក្នុងកន្លែងមួយឬក៏ទៅផ្ទះមួយដែលជាខ្លារបស់គាត់ដើម្បីស្នាក់នៅបណ្ដោះអាសន្នអញ្ចឹងសាច់រឿងភាគទី3គឺអេដមីនមិនចប់មកត្រឹមប៉ុណ្នេះក៏ចង់បញ្ជាក់បងប្អូនទាំងគ្នាថាភាគបន្តរបស់លោកគ្រូប៉ែននឹងបន្តនៅភាគក្រោយដែលជាភាគទី4ហើយភាគទី4ហ្នឹងនឹងចេញនៅថ្ងៃបន្ទាប់ពី2ទៅ3ថ្ងៃនៃសាច់រឿងនេះអញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងតាមដានសាច់រឿងដំណើររបស់អ្នកស្នងអាគមទាំង3ហ្នឹងក៏ដូចជាជីវិតរបស់លោកគ្រូប៉ែនដំណើរជីវិតរបស់
លោកគ្រូប៉ែនក៏ដូចជាលោកគ្រូញឹកនិងលោកគ្រូលឹមហើយក៏ចង់ដឹងថាលោកគ្រូទាំង3ហ្នឹងជួបគ្នាដោយរបៀបណាហើយដំណើរជីវិតរបស់អ្នកកម្ពុជាអ្នកស្នងអាគមទាំង3ហ្នឹងបញ្ចប់ទៅត្រឹមណាអញ្ចឹងនៅមានសាច់រឿងតភាគជក់ចិត្តជាងនឹងទៀតសង្ឃឹមថាបងប្អូនប្រិយមិត្ត Channel ស្ដាប់ទន្ទុតទាំងអស់គ្នាក៏ដូចជាបងប្អូនថ្មីដែលតាមទៅចូលទស្សនា Channel ស្ដាប់ទន្ទុតអញ្ចឹងកុំភ្លេចជួយចុច Subscribe ជូន admin ម្នាក់មួយផងក៏ដូចជា comment ពាក្យលើកទឹកចិត្តមកកាន់ admin ដើម្បីជាកម្លាំងចិត្តជួយជំរុញឲ្យ admin បង្កើតវីដេអូបែបនេះបន្តទៀតក៏មានសាច់រឿងជាច្រើនទៀតចង់មកនិទានឲ្យបងប្អូនទាំងគ្នាស្ដាប់ជារៀងរាល់យប់អញ្ចឹងភាគទី3 admin មានតែប៉ុណ្្នឹងទេហើយក៏សូមខន្តីអភ័យទោសរាល់ពាក្យពេចន៍ទាំងឡាយដែល admin បានប្រើទៅមិនពីរោះឬក៏ទាស់ចិត្តបងប្អូនត្រង់ណាក្តីក៏សូមអធិស្ឋានមកកាន់ admin ផងហើយក៏បើសិនជា admin នឹងមានពាក្យពេចន៍ឬក៏កន្លែងណាខ្វះខាតបងប្អូនក៏ភ្លេចជួយ comment ប្រាប់ admin ផងដើម្បី admin នឹងកែតម្រូវនៅពាក្យពេចន៍ទាំងអស់ហ្នឹងអញ្ចឹង admin មានតែប៉ុណ្្នឹងទេសូមជូនបងប្អូនទាំងអស់គ្នាសំណាងល្អគ្រប់គ្នាជួបគ្នាវីដេអូក្រោយបាយបាយ